liệp xua father này chơi mau chơi đi mất này ọt đang muốn đấy ọt bạn đang muốn tham gia cầm vị thi năng đó nè bà này lục Fatherville vực ở cùng với khang kri này cao trong nâu lột nó có chỉ nè điệp trong tầm nào từ bồ rây và để còn từ Italy nó Rome từ còn Rome này từ chụp sầm đạch bạp hay có miền cao rọp an dân miền ca cổ rục sinh khné vấn đề dân rọp an khné bàn này hay ngày ní thà bàn đằng môn đến vừa tận nào tam nắng chạy bàn mà lại còn chết không ai cho bán á này này bà hay chấm điệp đấy thà Vetica ngày nắng từ chia Vetica Santania xã xua bánh hà sinh việc quan năng cách prot bát nông chỉ vậtประจำ ngày này hay trong chơi father miền Bắc sa ấy tích nè đã cây môi chỉnh សូមអាចស្រាយតែជាដំបូងខ្ញុំសូមគោរពនមស្ការប្រជាជនទាំង3អង្គដែលចូលរួមកម្មវិធីនេះហើយលោកគ្រូសន្តិជាដែលពិតជាគេភាសាខ្មែរគេថានេសាយនៅពេលដែលយើងមិនមែនអចិន្តាអត់មានបំណងប៉ុន្តែចែករំលែកខ្ញុំកំពុងជិះម៉ូតូជាមួយមិត្តភ័ក្តិខ្ញុំដែលមកពីអង្គការកុមារមេគង្គជាអង្គការមួយដែលជួយឧបត្ថម្ភសារៈក្មេងៗដែលអត់មានធនធានអត់មានគ្រួសារហើយកំពុងជួយគាត់ទៅតាមភូមិនៅខេត្តកកុងដើម្បីស្គាល់គ្រួសារខ្លះហើយតាមផ្លូវជិះម៉ូតូទៅកំពង់សោមវិញយើងជួយចិត្តស្នាក់នៅទីនេះដោយសារកាហ្វេឆ្ងាញ់ជាងគេដូច្នេះហើយមានសាច់ជ្រូកឆ្ងាញ់ដែរដូច្នេះមកទីនេះពិតជានៅស្អែកដែលយើងមានឱកាសជួបគ្នាជាមួយនឹងកូនដែលយើងធ្លាប់ជួបនៅកំពង់សោមម្ដងហើយអំពីបញ្ហាជីវិតខ្ញុំអត់មានអីថែមទៀតខ្ញុំចេះតែស្ដាប់លោកគ្រូសាន់សុជាខ្ញុំបានរៀនច្រើនពីលោកគ្រូតាំងពីខ្ញុំនៅខ្មែរ5ឆ្នាំជាងហើយរយៈពេល5ឆ្នាំខ្ញុំបានទស្សរៀនភាសាខ្មែរសម័យកូវីដអត់មាននរណាក្នុងវងរៀនខ្ញុំទេប៉ុន្តែមានតែស្ដាប់ធម្មទេសនារបស់លោកគ្រូសាន់សុជាគូសុភាពគុជវិងលីតាម YouTube ហើយខ្ញុំស្ដាប់ពី3វិនាទីខ្ញុំស្ដាប់ម្ដងទៀតម្ដងហើយបន្តិចម្ដងខ្ញុំរៀនភាសាខ្មែរហើយមិនមែនតែភាសាខ្មែរប៉ុន្តែសិលធម៌របស់ខ្មែរមានឈ្មោះមួយរបស់វិទូបារាំងម្នាក់គាត់ជនជាតិអាមេរិកដែរឈ្មោះ Ian Harris គាត់មានទស្សនៈថា Cambodia a people of virtue បុកប្រែថាប្រទេសខ្មែរប្រជាជនមួយដែលមានសិលធម៌ហើយច្រើនដងច្រើនសារយើងគិតផ្ទុយឥឡូវតាម Facebook ខ្ញុំឃើញគេនិយាយច្រើនអំពីតារានោះដែលគាត់ដើរលេងពេលយប់នៅភ្នំពេញគេចាក់អីបានរបស់គាត់ហើយរឿងបែបហ្នឹងបងកាក់គេឈ្មោះរបស់ខ្មែរហើយមិនមែនជារឿងពិតទេមនុស្សច្រើនគេអត់សូវស្គាល់ប្រទេសខ្មែរអត់សូវស្គាល់គុណធម៌របស់លោកយាយទាំងអស់ដែលបែកអោតាមប្រពៃណីដែលមានចិត្តល្អដែលមានចិត្តស្រឡាញ់ដែលមានចិត្តតស៊ូទោះបីជីវភាពពីមួយថ្ងៃទៅមួយថ្ងៃក៏ពីមកគឺនៅតែមានឆ្នាំញញឹមនៅតែមានចិត្តស្រឡាញ់នេះជាអ្វីដែលគួរឲ្យសរសើរដូច្នេះសម្រាប់ខ្ញុំនេះជាអ្វីដែលខ្ញុំបានរៀនគុណធម៌សិលធម៌អត់តេកតងជាមួយធនធានរបស់មនុស្សទេមនុស្សដែលអត់សូវមានលុយអត់មានទ្រព្យសម្បត្តិអត់មានគុណច្រើនអត់មានបុណ្យច្រើនមិនមែនថាអូគាត់លុយច្រើនគាត់បុណ្យច្រើនប្រហែលមួយយ៉ាងប៉ុន្តែទោះបីយើងជាគ្រូទោះបីយើងជាមនុស្សដែលអត់សូវមានការអប់រំអត់សូវមានចំណេះដឹងខ្ពស់មែនតើយើងអាចមានគុណធម៌ល្អដែរហើយនេះជាអ្វីដែលខ្ញុំរៀនតាមភូមិហើយខ្ញុំនិយាយច្រើនពេកហើយជាខ្ញុំសូមអធិស្ឋានហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនណាហើយខ្ញុំស្ដីមែនតើស្ដីតែមួយតែថាថ្ងៃនេះអត់មានលោកកាហ្វេដូច្នេះអត់មានលោកកាហ្វេប៉ុន្តែមានបុត្រពិសោធន៍ល្អគឺជួបគ្នាថាជាថ្មីដូច្នេះខ្ញុំសូមប្រជុំចាប់ប្រចាំប្រពៃអស់បងប្អូនហើយសូមបងប្អូនតស៊ូហើយខ្ញុំជឿចិត្តរបៀបលោកគ្រូសាន់សុជាគាត់ទៅមិនមែនតែវត្តទេគាត់ទៅហាងកាហ្វេទៅផ្ទះសំណាក់ទៅវិទ្យាល័យហើយយើងមានគុណធម៌និងសិលធម៌គ្រប់ទីកន្លែងសាសនាមិនមែនជាកន្លែងដើម្បីលៀងបាបតែប៉ុណ្ណោះហើយយើងចេញខាងក្រៅយើងមានបាបច្រើនហើយយើងទៅវត្តដើម្បីធ្វើបុណ្យយើងទៅធ្វើបុណ្យគ្រប់ទីកន្លែងហើយនេះជារបៀបដែលលោកគ្រូមានហើយខ្ញុំសរសើររបៀបនោះហើយសង្គមខ្មែរមានគុណធម៌គ្រប់ទីកន្លែងខាងការិយាល័យខាងការងារខាងគ្រួសារគ្រប់ទីកន្លែងហើយយើងរក្សាគុណធម៌ជាប្រពៃណីដ៏ល្អបំផុតរបស់ប្រទេសខ្មែរដូច្នេះសូមអរគុណសូមអរព្រគុណក្រនបើហើយពាក្យល្អបាទហើយអាចសរសេរ
sư phư chia khai bàn này mình còn tại trên này dây thế sẽ bán hay niệm quân riêng chia sư phư phía xa khai tiệt này nhom có sớm cọp từ sáng father để prang prai riêng phía xa khai dây bàn lõ hay có bát xa khai có trẻ tràn mình đèn này ngày lại khác có trẻ tràn chiếm nhom chia khai tiệt cái lại khác này nè chẳng hay lơ bị nắng cứ ca rọp an kia tại dừng mình miền rồi nè ấy mà ao dừng rọp an kia mình bàn này bị pro bị tha sát ná miền này tha chỉ ca rùm kia mình miền sầm đại bị ca bạch bạc kia đi này chỉ bầm non rồi bỏ cru đọc xã tụi bây chỉ cùng pù cru nó không sát ná cả đói có mơ khơi sát từng ó của ao sừng cru hay rô phơi muối đầm bay rùm kia không ca rùm nữ môn pe nương dừng lia chạ bị phục lục đi đang chẳng ở con để bàn chiều rúm hay con để miền chất lọ sầm rạp bị chia bọt không ai còn đôi chia bị chia bọt tu ten bị phục lục và chẳng hay to tậnนี้ cứ chia nhiệt ti để nẹt đạp từng lại những con chơi máu mình tên phía trán còn bàn đạp hay vấn đề trong bàn chụp chung cái đầm bay ở bàn sầm tậnนี้ xả xua vì bàn hạp xinh để ai ngó hay đầm bay chỉ cáchประติบัติในក្នុងជីវិតហើយ father អាចចូលបានប៉ុណ្ណាបើបញ្ញាចេញទៅមុនក៏បានគួយស្ដាប់លេងសិនក៏បាន yeah whatever you want ហ្នឹងហើយអញ្ចឹងតទៅនឹងគឺជានីតិលើកសំណួរអញ្ចឹងយកកៅអីមួយមកដាក់ទៅនេះឬក៏យកមីក្រូទៅក្រោយក៏បានដែរសម្រាប់អ្នកសួរហ្នឹងហើយបានបានអញ្ចឹងសូមអនុញ្ញាតបងប្អូនដែលមានសំណួរមកម្ដងមួយហើយអង្គុយកៅអីខាងមុខបានវាទីបើគាត់មិនហ៊ានឡើងមកអាចយកមីក្រូទៅក្រោយទៅបានដែរជួនកាលគាត់មិនហ៊ានឡើងមកយកមីក្រូទៅក្រោយបាននឹងអញ្ចឹងបងប្អូនដែលមានសំណួរអូខេឈរក៏បានឈរសួរបានហើយទៅមុខអត់ឈរបាទអញ្ញាសូមគោរពជំរាបសួរដាច់គុណ3ព្រះអង្គរួមជាមួយនឹងរបងសាស្ត្រជាព្រោះកន្លងមកខ្ញុំធ្លាប់បងជួបរបង3លើកហើយក៏ប៉ុន្តែអត់បានជួបសោះទើបថ្ងៃនេះបានជួបហើយខ្ញុំខ្លួនឯងហ្នឹងតាំងពីមុនមកក៏និយាយឲ្យខ្លីឲ្យត្រង់ទៅថាធ្លាប់យល់ខុសលើរបងដែរហើយក៏ជារឿងសោកស្ដាយហើយសូមអភ័យទោសមែនតើព្រោះដោយសារតែមូលហេតុយើងអត់បានតាមដានហើយយើងមានន័យយើងធ្លាប់គិតថាបុគ្គលផ្សេងដែលយើងធ្លាប់គ្រប់គ្រងគាត់និយាយត្រូវដល់ពេលអត់ដែលស្ដាប់របងតាំងពីដើមរហូតចប់ទេមានន័យថាគេវាយប្រហារមិនយើងតាមគេអញ្ចឹងជាកំហុសមួយដ៏ធំសម្រាប់ខ្ញុំខ្លួនឯងក៏ជាវិបត្តិសេរីដែរហើយថ្ងៃនេះក៏ខ្ញុំសូមអធិស្ឋានក៏សូមទោសចំពោះអ្វីដែលខ្ញុំធ្លាប់គិតខុសកន្លងមកហើយមុនហ្នឹងខ្ញុំសូមមកយឺតដោយសារតែឡៃកូនហងអីហងមកអត់តាន់ពេលក៏ពិតត្រូវមកមុនម៉ោង1តែមកដល់ម៉ោង7បាត់ហើយអញ្ចឹងក៏សូមអធិស្ឋានអ្វីដែលខ្ញុំចង់សួរថ្ងៃនេះហើយក៏ជាចម្ងល់ខ្ញុំយូរដែរហើយតើតងជាមួយនឹងការរស់នៅប្រចាំថ្ងៃជាពិសេសការរៀបចំនៅក្នុងផ្ទះសម្បែងរបស់យើងឧទាហរណ៍ថាក្នុងនាមយើងជាខ្មែរក៏មិនតែបច្ចុប្បន្នភាគច្រើននៃប្រជាពលរដ្ឋខ្មែររបស់យើងហ្នឹងគាត់រៀបចំផ្ទះមិនដឹងថាជាចិនឬក៏ជាខ្មែររកកន្លែងណាមួយវាសម្គាល់ជាខ្មែរអត់ឃើញហើយក៏ខ្ញុំមិនដែលឃើញមានការបញ្យល់ពីខាងណាដើម្បីបញ្ជាក់ថាក្នុងផ្ទះយើងគួរតែមានឧទាហរណ៍ថារូបថតឪពុកម្ដាយឬក៏ព្រះអង្គដើម្បីទុកថ្វាយបង្គំមុនពេលយើងសម្រាប់នឹករលឹកគុណដល់ព្រះបរមគ្រូរបស់យើងអញ្ចឹងគ្រូឃើញតែគេដាក់កុងម៉ាចិនអ្នកខ្លះអត់ទេចិនទេអត់ដឹងថាអានថាម៉េចទេប៉ុន្តែទិញតគ្នាទៅចេះតែដាក់ទៅហើយខ្ញុំខ្លួនឯងសូម្បីខ្ញុំអត់យល់ទេថាពីដើមមកតើយើងគួររៀបចំក្នុងផ្ទះសម្បែងរបស់យើងរបៀបម៉េចដើម្បីឲ្យមានលក្ខណៈជាខ្មែរវាស្របតាមប្រពៃណីប៉ុន្តែវាមិនចង់ឲ្យផ្អប់ជាមួយនឹងជំនឿទេមានន័យថាយើងយល់ព្រះធម៌យើងប្រាជ្ញាពីជំនឿឯងមានន័យយើងរស់នៅដោយសុខដុមផ្លូវចិត្តយើងធ្វើអ្វីមួយវាខែងរែងចេញពីក្នុងចិត្តរបស់យើងមកមានន័យយើងយល់ធម៌វាស្រាលក្នុងខ្លួនហើយយើងលះបង់នៅអ្វីដែលជាជំនឿខាងក្រៅមានន័យថាជាការកើតនៅទំនុកចិត្តយើងធ្វើអ្វីមួយគឺចេញពីផ្លូវចិត្តគិតត្រូវអញ្ចឹងយើងវាចំណេញក្នុងជីវិតយើងស្ដាប់ធម៌យល់មានន័យថាយើងឆ្លាតមានយើងធ្វើអ្វីមួយវាព្រោះវាអត់ខុសបានតែបើខុសយើងលះបង់យើងដើរទៅលើផ្លូវត្រូវទោះបីជាអ្នកផ្សេងគេយល់ថាយ៉ាងម៉េចក៏ដោយក៏ប៉ុន្តែសម្រាប់យើងខ្លួនឯងគឺយើងរួចផុតពីអ្វីដែលគេធ្វើសពថ្ងៃអញ្ចឹងមានន័យថានៅក្នុងជីវិតបច្ចុប្បន្ននេះខ្ញុំនិយាយទូទៅខ្ញុំអនុវត្តតែរឿងបច្ចុប្បន្ន
អនាគតទុកអនាគតអ្នករៀបចំតែរឿងបច្ចុប្បន្នខ្ញុំសុំធ្វើតែរឿងត្រូវឯងអញ្ចឹងបើក្នុងបច្ចុប្បន្នខ្ញុំធ្វើត្រូវហើយអនាគតអាហ្នឹងគាត់គិតខ្លួនឯងណាបើសិនជាមានជាតិក្រោយមែនក៏មានដែរហ្នឹងជាតិក្រោយខ្ញុំអត់ដឹងទេខ្ញុំដឹងតែជាតិរបស់ខ្ញុំហ្នឹងខ្ញុំជាងធ្វើតែរឿងដែលល្អដើម្បីឲ្យជីវិតរបស់ខ្ញុំទទួលបាននៅសុខដុមរមនាផ្លូវចិត្តផងជាពិសេសយើងបានទទួលឱវាទដ៏ពិសេសពិសាលពីព្រះបរមគ្រូនៃយើងតាមរយៈការបញ្យល់ដែលលោកបងតែងតែបញ្យល់ខ្ញុំមានន័យថាយើងយល់ធម៌វាចំណេញកន្លែងហ្នឹងហើយសំណួរទី2តើតងជាមួយនឹងបងប្អូនដែលជាញាតិព្រះធម៌ហ្នឹងថាញាតិព្រះធម៌ព្រោះជាទូទៅយើងគាត់ថាញាតិព្រះធម៌ចឹងបើសិនជាមានជាឧទាហរណ៍ជាកម្មវិធីក្នុងមួយឆ្នាំម្ដងយើងអាចចូលរួមគ្នាតិចតួចដើម្បីចូលរួមទៅកសាងជាផ្លូវអីមួយចឹងណាលោកគ្រូក្នុងមួយឆ្នាំមានម្ដងជាការជួបជុំហើយយើងទៅជាការកសាងផ្លូវសម្រាប់មនុស្សទូទៅគាត់បានប្រើប្រាស់ចឹងទៅនេះជាគេដំណើរពីអ្នកដែលគាត់យល់ធម៌មានតែគាត់ធ្វើតែរឿងណាដែលជាប្រយោជន៍ទូទៅសម្រាប់មនុស្សហើយជាក់ស្ដែងទទួលបានផលក្នុងបច្ចុប្បន្នយើងអត់គិតទៅដល់រឿងអនាគតច្រើនពេកព្រោះជារឿងដែលយើងគិតអត់ដល់តែសូមគិតតែរឿងបច្ចុប្បន្នចឹងអ្វីដែលខ្ញុំចូលរួមថ្ងៃនេះហើយមានតែពីរសំណួរចង់សួរលោកគ្រូអាចជួយបញ្យល់បន្ថែមហ្នឹងខ្ញុំព្រោះជាពិសេសអាសំណួរទី1ដែលខ្ញុំតែងតែមិនច្បាស់ហើយក៏មិនដឹងត្រូវធ្វើម៉េចអាហ្នឹងជាចម្ងល់យូរហើយតែមិនដឹងទៅសួរអ្នកណាទេសួរគេពេលចាញ់វាពិបាកចឹងបាទខ្ញុំសូមអរគុណចា៎បាទសំណួរទី1ខ្ញុំឆ្លើយជា2បើសម្រាប់តែការប្រព្រឹត្តប្រតិបត្តិតាមមេគាពធមិនមានទម្រង់ខាងក្រៅទេគឺយើងផ្ដោតតែទៅលើកាយវាចាចិត្តស្អាតអញ្ចឹងណាហ្នឹងហើយអាចនិយាយដោយខ្លីមកគឺពិនិត្យតែទៅលើការប្រព្រឹត្តដោយកាយដោយវាចាដោយចិត្តហើយមែនទែនទៅក្នុងភាពជាក្រហោះហ្នឹងសំបីតែស្លៀកពាក់ហ្នឹងក៏អត់កំណត់ផងណាចង់ស្លៀកអីស្លៀកទៅមានទម្រង់បែបផែនតែបព្វជិតទេដែលត្រូវស្លៀកដណ្ដប់នៅសម្ពុតកាសាវៈរីឯការរៀបសម្រួលក្នុងផ្ទះយ៉ាងណានោះអានឹងមិនមែនជាការបង្ហាត់បង្រៀនរបស់ពុទ្ធទេវាអាស្រ័យទៅលើវប្បធម៌ប្រពៃណីនៃជាតិសាសន៍នីមួយៗអញ្ចឹងបានធម្មៈដែលជាការបង្រៀនរបស់ពុទ្ធហ្នឹងមិនទៅលូកលាន់ក្នុងការរៀបចំបែបប្រពៃណីទេអញ្ចឹងណាអានឹងវាស្រេចទៅលើវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិនីមួយៗអញ្ចឹងបើចង់ដឹងថាក្នុងផ្ទះរៀបចំយ៉ាងម៉េចអីយ៉ាងម៉េចក្នុងភាពជាខ្មែរពធឆ្លើយអត់បានទេអានឹងទៅសួរខាងវប្បធម៌អានឹងខាងប្រពៃណីថាគូរៀបចំយ៉ាងម៉េចអញ្ចឹងណាតែធម៌នឹងមានតែធម៌នឹងវិន័យហ្នឹងហើយมันមានទៅលូកដៃទៅរៀបថាផ្ទះត្រូវរៀបមិនពឹងទៅតាមវិន័យគ្រាន់តែរៀបឲ្យវាស្រឡះឲ្យវាមានអនាម័យហ្នឹងបងអង្គនិយាយថាប៉ុណ្ណឹងណាឲ្យមានខ្យល់ល្អឲ្យមានអនាម័យល្អដើម្បីសុខភាពនិយាយត្រឹមប៉ុណ្្នឹងឯងពីព្រោះអ្នកកាន់ពុទ្ធសាសនាយើងមើលគេនៅថៃការរៀបចំផ្ទះគេរៀបបែបថៃទៅនៅចិនក៏មានពុទ្ធសាសនាតែការរៀបចំផ្ទះក៏គេរៀបបែបចិនទៅហ្នឹងហើយទៅលង្កាការរៀបចំផ្ទះក៏គេរៀបបែបលង្កាទៅមានន័យថាព្រះធម៌ហ្នឹងមិនលូកលាន់ទៅនៅក្នុងការរៀបចំផ្ទះរបៀបណានោះទេហ្នឹងហើយការរៀបចំរបៀបណាសម្គាល់ថាជាខ្មែរថាជាអីហ្នឹងវាទៅតែខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈអាហ្នឹងបានដឹងច្រើនរឿងហ្នឹងអាហ្នឹងរឿងហ្នឹងខ្ញុំសុំអត់ដឹងមែនព្រោះខ្ញុំវាគ្មានបានរៀបអីដែរតែអញ្ចឹងតែមេគាពធហ្នឹងគឺរៀបតែអំពើរបស់យើងតាមកាយវាចាចិត្តទេហ្នឹងហើយធ្វើម៉េចកុំឲ្យចង្អេងចង្អាងធ្វើម៉េចកុំផ្ដល់សេចក្តីទុក្ខដល់អ្នកដទៃហើយប្រព្រឹត្តប្រតិបត្តិដើម្បីឈ្នះនៅចិត្តអាក្រក់ខ្លួនឯងនេះជាមេគាសំខាន់ដែលពធបរិញ្ញាយើងនឹងចឹងហើយបញ្ហាទី2ដែលបងអូនលើកឡើងអានឹងវាជាសំណូមពរប៉ុន្តែអាចប្រព្រឹត្តទៅបានយ៉ាងណាវាត្រូវការរៀបចំផែនការអីត្រឹមត្រូវបាទហើយអ្នកស្ដាប់ក៏បានឮសំណូមពររបស់បងអូនដែរប៉ុន្តែវាកើតយ៉ាងណាវាស្រេចលើកលៈទេសៈរៀបចំយ៉ាងណាទៀតបាទខ្ញុំប្រកាសណាសំណួរមួយដោយសារយើងខ្ញុំជាអ្នកបួសខាងកាតូលិកហើយលោកសង្ឃជាអ្នកបួសខាងពុទ្ធសាសនាប៉ុន្តែច្រើនដងច្រើនសារពុទ្ធបរិស័ទឬក៏គ្រីស្ទបរិស័ទគេមកសួរយើងឲ្យយើងជួយដោះស្រាយបញ្ហាក្នុងគូប្តីប្រពន្ធហើយខ្ញុំឆ្ងល់ដោយសារប្រខ្លាចយើងជាមនុស្សដែលនូលយូអត់សមមានបុព្វពិសោធន៍ទេប៉ុន្តែតាមបញ្ជាខ្ញុំឃើញការសិក្សានីមួយគឺព្រះពុទ្ធមានបុព្វពិសោធន៍ដោយសារព្រះពុទ្ធធ្លាប់មានប្រពន្ធធ្លាប់មានកូនហើយនៅពេលដែលបួសដូចជាមានចំណេះដឹងច្រើនដោយសារបុព្វពិសោធន៍ខ្លួនឯងហើយព្រះយេស៊ូវនៅពេលដែលព្រះយេស៊ូវចាប់ផ្ដើមមានជីវិតសាធារណៈគឺចូលរួមយ៉ាងកុលការនៅទីក្រុងកាណាហើយនេះជាព្រឹត្តិការណ៍ទី1ដែលព្រះអង្គទ្រង់ចូលរួមខ្ញុំសូមសួរលោកគ្រូ
អំពីបុព្វពិសោធន៍របស់លោកគ្រូហើយឥឡូវដែលលោកគ្រូមានគ្រួសារមានកូនមានប្រពន្ធហើយដល់វិញជាគូប្តីប្រពន្ធពិបាក cancel យើងឃើញអ្នក cancel ពីច្រើនទីនោះគឺមេម៉ាយនោះគេថាគេណាប៉ុន្តែនៅពេលដែលយើងមានគូប្តីប្រពន្ធហើយដល់វិញជាយើងពិបាក cancel ពិបាកពិបាកហើយតែយើងជាអ្នកដែលជាអ្នកបួសតែយើងអាចជួយគូប្តីប្រពន្ធយ៉ាងម៉េចឲ្យពួកគាត់ទៅតាមផ្លូវត្រឹមត្រូវជាគូប្តីប្រពន្ធដែរឲ្យពួកគាត់ធ្វើដំណើររួមគ្នាកាន់សិលធម៌បាទអរគុណ Father ដែលបានលើកសំណួរហ្នឹងចំអ្នកមានប្រពន្ធមែនតើទៅការដែលរស់នៅក្នុងសង្គមគ្រួសារមិនយល់សិលជារឿងសំខាន់មកពីមិនតន់យល់ថាអ្វីជាតួសិលមកពីគាត់អត់យល់ថាសិលហ្នឹងល្អយ៉ាងណាហើយឮតែគេថាអញ្ចឹងអាពាក្យ gossip ពីក្រៅមកអាពាក្យដែលឮគេថាអូកាន់សិលដល់ចាស់បានគេកាន់អញ្ចឹងវាជាពាក្យឮតគ្នាមួយស្រាប់តែឲ្យគិតអញ្ចឹងថាឥឡូវមានប្រពន្ធមានកូនអញ្ចឹងមិនតាន់អានគិតកាន់សិលកាន់ទៀនអីនាំតរត់ទទួលទៀនធ្វើ business អត់កើតអញ្ចឹងគាត់គិតអញ្ចឹងតែគាត់មិនបានទៅព្យាយាមថាស្អីគេសិលបញ្ហាគឺគាត់មិនយល់ថាស្អីគេសិលគ្រាន់តែឮគេនិយាយថាអ្នកកាន់សិលតលចាស់អានេះជាពាក្យឮដល់ពេលឮអញ្ចឹងទៅធ្វើឲ្យគាត់មិនបានទៅព្យាយាមយល់ពីសិលនឹងស្អីគេទេឧទាហរណ៍នៅពេលដែលយើងមានបញ្ហាក្នុងក្រុមគ្រួសារវាកើតឡើងច្រើនរឿងគេហៅ domestic violence កើតឡើងគឺមកពីអត់មានសិលនឹងឯងពីព្រោះសិលឧទាហរណ៍ដូចជាបាណាតិបាតាទី1មិនសម្លាប់មិនបៀតបៀនមិនធ្វើបាបអ្នកដទៃគឺត្រូវប្រើមេត្តាចិត្តនឹងឲ្យច្រើន compassion ឬក៏ loving kindness អញ្ចឹងសម្រាប់មនុស្សដែលមានសិលគឺជាមនុស្សដែលមានមេត្តាច្រើនអញ្ចឹងបើក្នុងនាមជាប្តីក៏ដោយក្នុងនាមជាប្រពន្ធក៏ដោយជាអ្នកមានសិលមានន័យថាគាត់មានមេត្តាធម៌ច្រើនហើយកាលណាមានមេត្តាធម៌ច្រើនវាអត់មានviolence អត់មាន domestic violence ហ្នឹងទេអត់មានអំពើហិង្សាក្នុងគ្រួសារហ្នឹងទេប៉ុន្តែមនុស្សយើងច្រឡំថាចង់បានប្តីចង់បានប្តីល្អវាទល់តែមានធម៌ល្អវាទល់តែមានមេត្តាធម៌បានប្តីនឹងល្អកើតតែបើប្តីនឹងខឹងច្រើនធ្វើល្អមិនកើតចេញទៅខ្ញុំកញ្ញាំងនឹងឯងយើងនៅក្នុងសង្គមយើងចង់បានមនុស្សស្មោះត្រង់មនុស្សអត់ចេះលួចដូចប្រហែលថ្ងៃអ្នក influencer មួយដែលគេប្លន់ប្រពន្ធដៃគូគាត់អញ្ចឹងយើងអត់មានត្រូវការចោលទេយើងអត់ត្រូវការមនុស្សអាក្រក់ដើរលួចឆក់ប្លន់គេទេមែនទេប៉ុន្តែពិតការដែលទៅលួចហ្នឹងមកពីអត់មានសិលហ្នឹងឯងពីព្រោះសិលទី2ហ្នឹងគឺតាំងចិត្តថាអត់លួចបោះណាសូម្បីយើងរើសបុគ្គលិកដាក់ security camera យើងការពារខ្លាចបុគ្គលិកហ្នឹងអត់ស្មោះត្រង់កែលួចនេះលួចនោះប៉ុន្តែពិតបើសិនបើនៅក្នុងចិត្តហ្នឹងវាមានធាតុស្មោះត្រង់មិនលួចអ្នកដទៃអាហ្នឹងឯងជាឈ្មោះនៃអ្នកមានសិលតាមពិតយើងស្រឡាញ់អ្នកមានសិលប៉ុន្តែយើងគ្រាន់ហៅឈ្មោះផ្សេងយើងថាខ្ញុំស្រឡាញ់ចូលចិត្តមនុស្សដែលមិនចេះលួចមនុស្សដែលស្មោះត្រង់ប៉ុន្តែមនុស្សដែលមានសិលហ្នឹងឯងតែមនុស្សអត់លួចឃើញទេទី3បើមានប្តីប្រពន្ធយើងចង់បានស្មោះត្រង់នឹងគ្នាស្រឡាញ់គ្នាណាមិនមានក្រៅអីចឹងណាប៉ុន្តែមនុស្សដែលអាចស្មោះត្រង់នឹងគ្នាបានគឺព្រោះតែមានសិលហ្នឹងឯងគ្រាន់ថាសិលគឺជាចេតនាល្អដែលមិនប្រព្រឹត្តខុសរឿងហ្នឹងទី4សិលទី4គឺមិនកុហកយើងអត់ចូលចិត្តមនុស្សកុហកមែនទេធ្វើខុសហើយគេកុហកយើងអត់សប្បាយចិត្តទេយើងថាតាណាកុហកយើងអត់ចូលចិត្តទេបើមនុស្សស្មោះត្រង់និយាយត្រង់បានយើងចូលចិត្តប៉ុន្តែពិតមនុស្សដែលត្រង់ហ្នឹងឯងគឺមនុស្សមានសិលហ្នឹងហើយទី5យើងឃើញបញ្ហាកើតឡើងនៅក្នុងសង្គមគ្រោះថ្នាក់ចរាចរណ៍ច្រើនដោយសារអាល់កុហុលដោយសារគ្រឿងស្រវឹងហ្នឹងហើយដល់ពេលគាត់ផឹកស្រាទៅបើកឡានទៅបុកគេបុកឯងចឹងទៅយើងចេះអត់សប្បាយចិត្តដែរថាផឹកស្រវឹងដាក់បើកបុកគេបុកឯងចឹងគ្រោះថ្នាក់ស្លាប់ខ្លួនឯងធ្វើឲ្យគេស្លាប់ប៉ុន្តែបើសិនជាមនុស្សនឹងមានសិលមនុស្សនឹងអត់ផឹកសេរាអត់សេពសេរាដល់អត់សេពសេរាมันមានអំពើហិង្សាអីច្រើនទេសូម្បីអំពើហិង្សាក្នុងគ្រួសារដោយវ័យប្រពន្ធវ័យកូនហ្នឹងក៏ព្រោះតែស្រវឹងច្រើននឹងដែរហ្នឹងហើយអញ្ចឹងបើឪពុកហ្នឹងមិនស្រវឹងទេប្រកាសជាមិនចេញរនងរណាងជេរបចោពេញហ្នឹងទេអញ្ចឹងសរុបមកវិញដែលប្តីប្រពន្ធដែលកំពុងរស់នៅมันអាចមានសិលបានព្រោះតែខ្វះឱកាសក្នុងការយល់ដឹងអំពីសិលហ្នឹងជាស្អីតែគាត់យកអាការលឺពីគេមកថាអូសិលចាស់ចាស់ប៉ុន្តែមែនទេទៅចាស់ចាស់សឹងថាមិនបាច់សាសិលក៏បានព្រោះគាត់ឡើងទៅវ័យគេគាត់ឡើងទៅលួចគេចាស់ហើយនោះហ្នឹងហើយពេញកម្លាំងហ្នឹងហើយដែលត្រូវរក្សាសិលមែនទេឯកភាពទេបាទសាធុជាបន្តខ្ញុំករណីសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យគឺមានពុទ្ធមានពធមានព្រះសង្ឃជាទីពឹងទីរលឹក
มันต่อมาที่โสมการปลายมังกรยังปองเทระกรุปองพร้อมจังครูได้สาววิมลคือบ้านชุบแบบเต็มทอดเต็มใบเนาวันนี้เราหน้ารามการยินดีเติมใบใหญ่เราที่บ้านชุบตัวไรตัวบ้านยัยทำได้ทำนาไม่ลึกครูเตียดโดยฉะนั้นไงนี้ขยมมันเรียนสำนูไอ้ชราญได้ตัวท่าบ้านชราบลึกครูนั่นคือท่าเรียงรอไงเรียงรอคล้ายไอ้มันแมนแต่ทำลึกครูเลยเรียนในท่าซาแวะว่าลึกครูโดยเจลึกครูที่ว่าหยิบไส้โดยลึกครูไอ้สุวรรณโดยลูกตาเป็นสายไม่คือนาทั้งบ้านวันดาวทั้งอ่อนนะโดยฉะนั้นนักการโยธาคือบ้านกูซองพระได้แต่วันนี้ต้องใจคือมันเฉยๆนี่ได้ลูกนังไห้ก็ส่งกระทบอย่างโปรยีดบัดทอนอ้อแต่บ้านช่วยมาดอกน้องตีนี้คือสบายจัดนะที่สายขโมยแต่เมียนเวย์ทำไมไม่ได้ลูกครูมีสามใบไม่จังไงคือในบ้านโยนบัดทอนยังมีเขียมโดยยายุ7 สัปดาห์ไงเนี่ยคือสบายเช่นหมองได้เคยขโมยโยนทอไม่โยนทอคือเขียมสบายจัดแมนเต้นหมองรวยเนี่ยได้เหมือนโยธานั่งคือตัวกับจักรเทียบ้านกำลังเป็นยังไงจ้ะพอไงนะคือกับจักรเทียพักษาคือถ่ายอยู่วังเพียรตะเกียบได้ยังไงเมียนอำเภอหังซานั่งคือจีเรื่องเป็ดนะแต่นั่งถูกโดยเฉพาะเป็นได้ขโมยจากโยธาขยมจิตจังสังคมถ่ายทั้งไงนะกดเต้าปะทอยืนหนึ่งที่จำรานบานจำรานบานคือสอบสายกบที่กันไรมันนึกไอ้นั่งบัดทอยในวังเพื่อหังซาโดยเฉพาะพักษาโดยเฉพาะกับจักรคะแนนนั่งอยู่ถูกนั่นไงโดยฉะนั้นสมอคุณจะโปงขโมยปองเหยียบทองออกไว้นะนั่นไงสมฝากคงนั่นไงว่าโดยฉะนั้นขยมไงเนี่ยขยมมันเมียนดำนูไอ้ฉะนั้นเนี่ยส่วนติเกโดยฉะนั้นขยมบางมือใบสะบกเคยก่อนนั้นตลอดปีลูกได้นั่งไงปัญหาไอ้ลูกพูดรอบภาษาก็ทางใจแถวได้ปัญญามันไปเช็คโปรเตก็ทางแค่ก็ทาพอไงดิพุทธศาสนาบางคนนั่นคือมันเป็นศาสนาดิคือจีเปียไอ้คือชื่อมีเรียนอะไรนั่นคือก่อนเย็นนี่เขาติดเต้าลูกครูวันได้บัดยมบานสลับลูกครูเรื่องใบกบางวัจนานกรมสมัยสองไรที่ชวนนานเมื่อตั้งคืนจะศาสนาคือจีเปียนประดาวให้ดาวก็ทำเหมือนเปียนพุทธศาสนาคือเหมือนบางคนนั่นคือเหมือนศาสนาที่นั่นไงตอนที่มีเรียนด้วยอะไรนั่นคืออย่างไม่ได้กูอันนี้บอลเลยเขียนให้มันใครแบบนั้นบ่าสาธุก็ในยัยตรึตามจัดได้กอดจังยัยอย่างนั้นตรึตามจัดได้กอดจังในยัยได้ซากอดจังในยัยก็ขยมโยลปีบ่มน้องได้ได้ซากอดโยเปียศาสนานั้นคือสำดาวตัวเลกาได้ชื่อเลือใบมวยให้บอลสลัมสมสิกได้ซอกปีละบ่อหนึ่งกอดหาแต่ศาสนาคนใต้ศาสนาหรือก็ศาสนาได้จีไปซาบาลีนี้มันเป็นปลายงอบกะลาทำปันดังศาสนานั้นปลายบานจานย่างสมบัติสมบทนั้นก็ปราเปียตาจีศาสนาได้เปียสมได้ที่กิจประดมพญาปีมันเนี้ยตัวมันเนี้ยนั่นคือปราธาศาสนาได้พญาซาพญาไอ้กระทับพญาศาสนาจังกับบานได้ไม่ในเช้านะไอ้เปียเปิ่งเรียนเปียไปโยได้จีทอมไอ้บินได้นั่นก็จีศาสนาได้จังบานโดยจีเปียให้เมียนเกียรติไปโยเตียดปฏิราซับปะป้าปัสสะอาการนังเห็นไหมเกิดยามันทั่วบาปเตียงปวงเห็นไหมก็สละโซปะซ้ำปะเตียเกิดยาบ่มปิ้งก็ซอลให้นังสักจัดตะปริยาเตะปนังกายจำเรียจัดระบบโคลนไอซ์อาร์โพระพ้องตั้งปุถเทเนศาสนังอย่างนี้จีเปียบ่งเรียนระบบประพุทธอย่างไรจีเปียเปลี่ยนปัจจัยระบบประพุทธอย่างไรจังก็ถ้ายังไม่วิจิเรื่องบอกกอดผู้กอดยลกอดกำนัดเปียนั่งทำปัญหาจีกายยลบอกกอดปั้นแต่ศาสนานี่มีในตุลุ่มตะเลเชียงใสได้กิเลสลายจังนะมนุษย์อาจยัยใสได้มนุษย์จังยัยปันได้ยังตระเรียนปันท้ายโดยจีเปียทามวยนั่งเปียกรุบสัมปปาภาษาการนั้นก็สละโสมสามเตียนนั้นอันนั้นวิจิเปียแต่มู่เราบอกปุตแต่มาดองให้องไปเจาะขนมนั้นก็ท่าตั้งปุถเทียนศาสนาเตียนนี้จีเปียเปลี่ยนประดาในประปุตแตงลายจังในขนมสัมปปาภาษาการนั้นคือจีบปาประปุตเตอร์ในเซลเห็นไหมสัจจตระยะแต่สัมปปาภาษาการนั้นเราเป็นโจในขนมอธิจัตหรือก็สมาธิให้นั้นสัจจตระยะแต่ปนังนี้คือเราเป็นโจในขนมปัญญาได้ชี้อธิปัญญาได้ประปุตเตอร์ในขนมเซลสมาธิปัญญาบางรอบยี่ปีอะไรยังไม่องผมใบตัวต่างใบนั่นคืออะไรยังไม่อองปมใบสัพพะภาษาอาการนังนั่นคือสำดาวดอลองเมะได้เชื่อสมาวิจาสมากรรมอนตะสมาอาชีเวะให้ดอลตือก็สละโซประสามปเตียนนั่นรอบโจนขนมสมาวิเยเมะสัมโตสมานั่งไงวิเยเมะสมาสติสมาสมาธิให้ดอลตือสัจจะประโยชน์แต่ปนังนั่นคือรอบองเมะไปโจสมาติเทนั่งสมาสังกัปปะให้แต่งออกนั่นคือเชื่อเมี
មេកបដិបទាទៅកាន់ព្រះនិព្វានតាមការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងដែលហៅថាជាសាសនានៅក្នុងសាសនាហ្នឹងនឹងចឹងដូច្នេះពាក្យវាទលំទលាយពាក្យសាសនាហ្នឹងវាជាពាក្យទលំទលាយសូម្បីតាគេរៀននៅក្នុងសំណាក់គ្រូណាមួយគេអាចសួរគ្នាថាតើអ្នកស្ថិតនៅក្នុងសាសនារបស់គ្រូណាមានន័យថាតើស្ថិតនៅក្នុងឱវាទរបស់គ្រូណាអាហ្នឹងក៏គេហៅថាសាសនាបានដែរអញ្ចឹងណាហ្នឹងហើយដូចជានៅក្នុងពោធិបក្កយធម៌ហ្នឹងក៏ព្រះអង្គហៅថាជាសាសនាព្រហ្មចរិយធម៌ឃើញទេដែលជាព្រហ្មចរិយធម៌ស្របតាមការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធដែលហៅថាសាសនានឹងឯងហ្នឹងអញ្ចឹងន័យទលំទលាយអញ្ចឹងចុចប្រកាសនិយាយក្នុងន័យថាពុទ្ធសាសនាមិនមែនជាសាសនាទេពុទ្ធសាសនាគឺជាមេរៀនអានោះក៏ត្រូវតាមការដែលគាត់គិតដែលសាសនាគាត់ឲ្យនិយមន័យតាមស្អីដែលគាត់ចង់គិតហ្នឹងហើយប៉ុន្តែពិតបើសិនបើយើងសិក្សាឲ្យវាទលំទលាយតិចមកវាមានអីខុសត្រង់ថាដែលសាសនាហ្នឹងវាមានស្មើនឹងធម្មវិន័យហ្នឹងអញ្ចឹងបានមានពាក្យដ៏ច្រើនលោកប្រើពាក្យថាអ៊ិដ្ឋសាសនេអ៊ិដ្ឋសាសនេមានន័យថាក្នុងសាសនានេះមានន័យថាក្នុងធម្មវិន័យនេះនៅក្នុងព្រះពុទ្ធសាសនានេះអញ្ចឹងណាបាទអានឹងវាជាប់ពាក់ព័ន្ធនឹងយើងប្រើពាក្យនៅគ្រាន់ថាយ៉ាងណាក៏ដោយវាត្រឹមតែជាភាសាប៉ុន្តែសំខាន់គឺសំដៅដល់អីនៅពេលដែលយើងហៅថាពុទ្ធសាសនាហ្នឹងយើងសំដៅដល់អីកាលណាដែលយើងនិយាយពាក្យថាពុទ្ធសាសនាគឺសំដៅដល់សិលសមាធិបញ្ញាហ្នឹងឯងឃើញទេពីព្រោះពុទ្ធសាសនាមកពីពុទ្ធសាសនាគឺជាសាសនារបស់ព្រះសម្មាសម្ពុទ្ធដែលសរុបមកគឺមានសព្វបស្សករណੰកុសលសោបសម្បទាហើយនឹងសច្ចតប្រយោតៈបណ្ណឬក៏សិលសមាធិបញ្ញាហ្នឹងឯងអញ្ចឹងណាបាទស្ដាប់បានទេចឹងបាទសាធុចឹងសូមអនុញ្ញាតសំណួរបន្តបាទអស់ហើយមែនទេអូសំណួរនៅខាងនោះចុះចាអរគុណលោកគ្រូហើយលោកគ្រូខ្ញុំមានសំណួរ3 4សំណួរដើម្បីជាការអនុគ្រោះដល់អ្នកដែលគាត់មិនទាន់បានចាប់ផ្ដើមអញ្ចឹងសំណួរនេះខ្ញុំចង់សួរថាពាក្យថាសម្មាទិដ្ឋិនិងមច្ឆាទិដ្ឋិតើបុគ្គលរបៀបណាដែលព្រះអង្គហៅថាជាបុគ្គលសម្មាទិដ្ឋិហើយបុគ្គលប្រភេទណាដែលព្រះអង្គគាត់ហៅថាជាបុគ្គលមច្ឆាទិដ្ឋិអរគុណលោកគ្រូបាទអញ្ចឹងយើងសិក្សាពាក្យដែរទិដ្ឋិហ្នឹងគឺប្រែថាការយល់ឃើញឬក៏ការឃើញប៉ុន្តែឃើញនេះមិនមែនឃើញដោយភ្នែកទេឃើញដោយបញ្ញាឬក៏ដោយការគិតឃើញហៅថាទិដ្ឋិបើមិច្ឆាប្រែថាខុសហ្នឹងមិនមែនខុសអីខុសពីរឿងពិតរបស់វារឿងវិញចេះយើងទៅឃើញផ្សេងណាហៅថាឃើញខុសពីការពិតហៅថាមិច្ឆាទិដ្ឋិឧទាហរណ៍សម័យដើមឡើយយើងមិនទាន់មានបច្ចេកវិទ្យាទំនើបដូចពេទ្យទំនើបនៅពេលណាដែលស្ត្រីមានគេហៅថាដុំពីសនៅក្នុងដៃស្បូនហ្នឹងហៅ cis អីគេ cis ដមួយនៅក្នុងដៃស្បូនហ្នឹងមានពេលខ្លះវាមានសារជាតិចិញ្ចឹមក្នុងហ្នឹងរហូតដល់ដុះសក់អាចមានធ្មេញមានអីប៉ុន្តែវាជាដុំសាច់ទេតែវាជាបញ្ហាសុខភាពស្ត្រីមួយយ៉ាងដែលយូរធំឡើង11អ៊ីងនេះហ្នឹងហើយបើលោតែមិនបានវះកាត់ចេញទេហ្នឹងហើយលោតែដុតទៅឧទាហរណ៍ថាកន្លែងពោះហ្នឹងវាមិនងាយឆេះអញ្ចឹងយើងចាក់ទៅលេទៅស្រាប់តែឃើញដុំមួយមានសក់មានអីនៅហ្នឹងយើងក៏ជឿថាអូគេធ្វើអំពើហើយណាគេធ្វើអំពើហើយបានមានសក់នៅក្នុងពោះអញ្ចឹងប៉ុន្តែពិតអត់មានណាធ្វើទេណាវាជាដុំគិសដែលដុះមកអញ្ចឹងណាតែមិនមែនជាកូនទេតែជាដុំគិសសាច់មួយវាជាប្រភេទចាត់ជាជំងឺទេអាហ្នឹងយើងចាត់ជាជំងឺអត់ទេអាហ្នឹងបើនិយាយទៅវាអត់មានជំងឺទេគ្រូបើសិនបើចេះបើយើងគិតពីមេរោគមេរោគវាមានមេរោគអីគិសហ្នឹងមានន័យថាវាកើតតែឯងក៏ប៉ុន្តែហេតុអីបានកើតអាហ្នឹងទៅធ្វើការវះកាត់វាដោយសារយូរទៅវាធំទៅកាលណាធំទៅវាអាចបែកកាលណាបែកនៅក្នុងពោះអាចស្លាប់ហើយមួយទៀតពេលដែលវាធំទៅវាសកត់ទៅលើពោះវៀនធំឬក៏សកត់ទៅលើបំពង់បហូរនោមពីតម្រងនោមមកផ្លោកនោមពេលខ្លះទៀតវាអាចទៅសកត់ទៅលើផ្លោកនោមតែម្ដងអញ្ចឹងធ្វើឲ្យយើងបាត់ជើងតូចឬក៏ជើងធំនោះវាអត់ចេញអញ្ចឹងគ្រប់គិសទាំងអស់ដែលនៅក្នុងខ្លួនមនុស្សយើងកាលណាបើវាទូចមិនសូវធ្វើទុកប៉ុន្មានទេតែបើធំគឺវាសកត់ដូចជាស្ត្រីមានផ្ទៃពោះអីចឹងឃើញកាលណាធំទៅស្បូនធំទៅនោះគឺសកត់ទៅលើពោះវៀនផងសកត់ទៅលើសរសៃឈាមផងឃើញអ្នកស្ត្រីមានផ្ទៃពោះឃើញឡើងអាកពួនជើងពីក្រោយនេះអញ្ចឹងឃើញឡើងសរសៃលវៀមដោយសារតែការសកត់នៃសរសៃឈាមនឹងឯងហើយសួរមើលអ្នកមានផ្ទៃពោះនឹងស្រួលទេការពីមិនទាន់មានផ្ទៃពោះហើយមានផ្ទៃពោះស្រួលទេនារីទាំងឡាយគឺវាអត់ស្រួលទេហើយបើគិតទៅធំឯក្នុងពោះធំខ្លាំងណាបាទធំជាងគិសនឹងទៀត
បានអញ្ចឹងសូមជំរាបគ្រូ បាទខ្ញុំគ្រាន់តែលើកឧទាហរណ៍ដើម្បីយករបស់ណាដែលមានហ្នឹងសំណុកឲ្យយើងគិតណាពាក្យថាមិច្ឆាទិដ្ឋិហ្នឹងគឺសំដៅថារបស់ហ្នឹងវាកើតអញ្ចេះទេតែយើងយល់អញ្ចោះអញ្ចឹងណារបស់ហ្នឹងវាកើតអញ្ចេះតែយើងយល់អញ្ចោះអាហ្នឹងហៅថាវាខុសពីការពិតរបស់វាអញ្ចឹងណាចាត់ចូលនៅក្នុងមិច្ឆាទិដ្ឋិឬក៏មិច្ឆាញាណៈដឹងដែរតែដឹងខុសហ្នឹងហើយដល់ពេលវិទ្យាសាស្ត្រចម្រើនឡើងពិនិត្យមើលទៅឃើញថាវាជាការវិវត្តនៃដុំសាច់នៅក្នុងទីហ្នឹងដោយឯងហ្នឹងឧទាហរណ៍មួយទៀតពូវៀនខ្នែងហៅ appendicitis ណាកាលពីមិនតាន់ពេលទំនើបឲ្យទៅចុកពោះហើមពោះយើងថាត្រូវអំពើគេមែនទេត្រូវអំពើគេហើយអាហ្នឹងប៉ុន្តែពិតណាណាក៏មានខ្នែងពូវៀនដែរអាខ្នែងហ្នឹងមានគ្រប់គ្នាវារៀងដកបន្តិចតែហ្នឹងប៉ុន្តែពេលអាហារវាធ្លាក់ចុះទៅវាទៅអត់ហួសទៅវាធ្លាក់ចុះអាកាឡុកហ្នឹងទៅធ្វើឲ្យវាកខ្ទុះហើមមិនអញ្ចឹងហ៎ដល់ហើមទៅអាហ្នឹងអាចលូតណាពូវៀនហ្នឹងអាចលូតឡើងប្រវែងហ្នឹងប៉ុន្តែមិនមែនទេបន្តិចតាប៉ុន្តែវាហើមទៅប្រវែងអាត្មានិយាយអីអាត្មាច្រឡំអាត្មាហ្នឹងហើយខ្ញុំនិយាយខ້ອຍពេទ្យជួយកែព្រោះហ្នឹងហើយខ្ញុំខ្លួនឯងហ្នឹងកាលហ្នឹងចេញពីកំពង់សោមហ្នឹងទៅដល់ផ្លូវណានោះទិញលៀសឆាន់ឲ្យទៅចុកពោះរហូតទំនងជាអំបែងរបស់វាចូលទៅក្នុងហ្នឹងអាសបកវាប្រហែលទេណាទៅដល់កំពង់ចាមឡើងទេសតែមួយផ្លិតចុកខ្លាំងដឹកចូលពេទ្យវះខ្វោកហ្នឹងហើយអាពោះវានោះវាហើមឡើងប្រវែងនេះមកដល់ពេញបានវះអញ្ចឹងការពិតហ្នឹងគឺដោយសារវាមានស្អីនៅក្នុងកន្លែងហ្នឹងហើយបានធ្វើឲ្យសាច់ហ្នឹងវាហើមយូរទៅបើយើងមិនវះកាត់វាចេញដេទេវានឹងអាចបែកដកបែកទៅវាមិនស្អុយពេញពោះហ្នឹងហើយពោះហ្នឹងវាមិនហើមដល់អញ្ចឹងទៅក៏គិតថាអូគេធ្វើអំពើអញ្ចឹងជាដើមណាហ្នឹងការយល់ខុសពីការពិតអាហ្នឹងប៉ុន្តែអានឹងគ្រាន់តែជាឧទាហរណ៍ដែលខ្ញុំលើករបស់មានដែលយើងអាចគិតឃើញប៉ុន្តែមិច្ឆាទិដ្ឋិមែនទែនដែលចង់និយាយនោះគឺយល់ខុសចាកកម្មផលហ្នឹងហើយឧទាហរណ៍ថាសេចក្តីសុខដែលកើតឡើងហ្នឹងវាបានមកអំពីកុសលកម្មណាមួយដែលយើងធ្វើល្អមកទេឬក៏ថាសេចក្តីទុក្ខដែលប្រកបឡើងជួបនៅលោកធម៌ដែលមិនជាទីពេញចិត្តហ្នឹងវាជាពេលវេលាដែលអកុសលកម្មណាមួយវាឲ្យផលប៉ុន្តែស្រាប់តែយើងគិតឃើញថាអូបែបខុសហុងស៊ុយទៅនេះទៅនោះអូបែបមិនបានបន់នេះវាទៅជាគិតអញ្ចឹងវិញហ្នឹងហើយឧទាហរណ៍ដូចរឿងច្រើនណាស់ដែលនៅក្នុងសម័យពុទ្ធកាលបានបញ្ជាក់រឿងដែលត្រូវកើតឡើងតាមពិតវាស្របតាមហេតុរបស់វាប៉ុន្តែស្រាប់តែយើងទៅគិតអីផ្សេងបំរែបំរួលធម្មជាតិហ្នឹងវាអញ្ចឹងឧទាហរណ៍ដូចជាមេឃភ្លៀងព្រោះអីវាលែងទៅមានភ្លៀងព្រោះអីវាមានអាកត្តាធម្មជាតិវាតាមដំណើរធម្មជាតិរបស់វាប៉ុន្តែយើងគិតរឿងផ្សេងរហូតហ្នឹងហើយមិច្ឆាទិដ្ឋិដែលនិយាយនៅក្នុងពធដែលធ្លាប់ឮមកដូចថាមិនជឿបុណ្យមិនជឿបាបអីចឹងណាប៉ុន្តែនិយាយប៉ុណ្ណឹងក៏ងាយយល់ដែរអញ្ចឹងខ្ញុំចង់បញ្យល់ថាការដែលឈ្មោះថាមិច្ឆាទិដ្ឋិហ្នឹងរឿងវាកើតអញ្ចេះតែយើងទៅគិតថាកើតពីនោះឧទាហរណ៍ដូចធម្មតាភ្លើងអគ្គិសនីឧទាហរណ៍វាកើតវាមានបោកដករបស់វាមែនទេបានវាប៉ះគ្នាទៅបែបវាចេញភ្លើងប៉ុន្តែឧទាហរណ៍ថាបើសិនជានរណាកុហកយើងមួយថាប៉ុន្តែពិបាកលើកចាស់បែបមិនធ្លាប់មើលរឿងចិនណារឿងគេហៅរឿងឆ្លងភពគាត់នៅរាជវង្សឆេងហើយស្រាប់តែខ្យល់ស្រោបមិនមកនៅក្នុងសម័យនេះដល់ចូលបន្ទប់ទៅគេកាច់កលឹះផាច់ចេញភ្លើងគាត់ចេញក្បាច់ខ្លួនដាក់ស្មានតែយុទ្ធសាស្ត្រអីណាគាត់ស្មានអានឹងយុទ្ធសាស្ត្ររបស់គេគឺវាស្មានខុសហេថាទៀតពិតដល់ពេលយើងស្គាល់វាទៅយើងមានផ្អើលមិនចុចភ្លើងនឹងទៀតទេផ្អើលមួយវាទេព្រោះយើងដឹងថាអូអានឹងចេញភ្លើងតែអញ្ចឹងដូចនេះទូរស័ព្ទនេះនិយាយឲ្យឃើញគ្នាអញ្ចឹងណាយើងលែងឆ្ងល់ហើយមែនទេលែងឆ្ងល់មិនមកវាចេញរូបអញ្ចឹងប៉ុន្តែឧទាហរណ៍ថាទូរស័ព្ទឥឡូវហ្នឹងគេយកតែមួយគ្រឿងទៅប្រើកាល100ឆ្នាំមុនស្រាប់តែនិយាយមកចេញមុខចេញអីមកជុំអានេះយុទ្ធសាស្ត្រអីចេះស្រូបមនុស្សចូលក្នុងហ្នឹងណាកញ្ចក់ទៅអីចេះចុះយើងគិតរឿងអីផ្សេងប៉ុន្តែដល់យើងដឹងអញ្ចឹងទៅមានអីចម្លែកវាមានប្រព័ន្ធវាមានសេវារបស់វាគ្រប់ប្រដាប់វាបើវាចេញអញ្ចឹងហ្នឹងហើយអញ្ចឹងការដែលយល់ស្របតាមការពិតហ្នឹងឯងហៅថាសមាទិដ្ឋិអញ្ចឹងណាខ្ញុំនឹងបញ្យល់មិនឲ្យអស់ជាងហ្នឹងឯងប៉ុន្តែថាវាពាក់ព័ន្ធនឹងការសិក្សាថាសុខនឹងទុក្ខវាកើតពីកម្មដែលសាងរៀងខ្លួនដូចយើងរៀនខ្មែរអញ្ចឹងដូច Father Will អញ្ចឹងរៀនខ្មែរមិនមែនទៅចេះវៀតណាមទេយេតែរៀនខ្មែរចេះខ្មែររៀនអង់គ្លេសចេះអង់គ្លេសអញ្ចឹងមិនទេថារបស់ហ្នឹងដែលវាកើតស្របតាមហេតុរបស់វាហ្នឹងឯងហៅថាសមាទិដ្ឋិហើយស្រាប់តែយើងកំពុងរៀនខ្មែរស្រាប់តែ3ឆ្នាំក្រោយទៅចេះថៃវាអត់ត្រូវវាអត់ត្រូវទេបាទចឹងលោកគ្រូមិញមានអ្នកតវ៉ាថាខ្ញុំឆ្លើយនឹងអត់ខ្វៀងសំណួរលោកគ្រូអញ្ចឹងលោកគ្រូថាគិសហ្នឹងជាជំងឺមែនមិនអញ្ចឹងគ្រូឯងបាទដល់ខ្ញុំយល់ឃើញថាលោកគ្រូសួរថាវាបង្កឡើងដោយមេរោគមែនខ្ញុំឆ្លើយអញ្ចឹងហ្មងណាតែតាមពិតទៅកុំឲ្យអ្នកស្ដាប់ច្រឡំបញ្ជាក់ម្ដងទៀតថាឲ្យតែអ្នកឈឺគេហៅជំងឺហើយអញ្ចឹងពីថាជំងឺ
cứ chỉ ca chư tại ca chư nó biết đại sao vậy chẳng cô lục nong bao lục mấy trong xua tha ta kia nắng chia chủng ngữ mỗi đại con là mê rô bà chẳng kia nắng mình men chỉ mê rô tề kia được mọi nắng đại vì miền chỉ sọc miền chỉ thông minh miền spy miền ăn miền là lia các bạn miền ấy nắng vì mình men chia chủng ngữ tề đôi chỉ mê rô battery đôi có virus ấy sinh những men tề việc cắt lang để anh ta tam mình luôn mà nè về class nó bị clon đời sao tay cái ta sẽ này là tầm nò này chẳng luôn và hay giờ chẳng sọc máu bị hai chủng ngữ ao từ nè chứ cái hai chủng ngữ đấy cũng và chẳng là mấy cái mọi nè protocol mọi thứ này phân miền cái class cái bên mơ tới đầu thay vì mình rete bên nào tập nó cái mình về bàn đài mình đấy và cái này u thôi ta kia class viên là bắt tới bên đây ai và kia class cứ bắt thì thông từ chẳng cũng và hay giờ cái này là kia rồi để thay vì bị quát tới hai đi rất bị chớn ký mình sử dụng bộ thì sơ thì mình xong bây giờ ký được môi để miếng sọt miếng trắng nó cô mình bị quạt từ mà hai đi đây cô cái bị cài bị sáu đó và tại vì phía chở là bị quạt từ mà hai đi phía chở cứ đông sạch và đông sạch như một hết bao nhiêu tiền và sân một viên là lô viên mua xa đấy nó cứ việc phần đời xa mai vẫn hao ký hạt thằng o và chỉ tôi tới miền vì thằng ký cứ thằng miền tật và vừa đông sạch cứ sạch tại mà đòn và vì miền trai chở thì đôi mai với ngồi tại khơi pet nó xua thằng o tam bất pet miền pet small miền pet miền sông miền doctor miền pharmacy hay đặc biệt là xua khang pet là bố hay là xua chữ ngữ con mày trẻ mà chẳng đẳng pet đi ở trẻ chẳng cũng chẳng pet miền này chẳng chữ ngữ của miền xanh này này tập môn chaលោកគ្រូអញ្ចឹងខ្ញុំសូមអនុញ្ញាតសំណួរបន្តតពីលោកគ្រូមិញពាក់ព័ន្ធជាមួយនឹងជំងឺរោគដែលកើតពីសមុទ្រឋាន4លោកគ្រូអញ្ចឹងកន្លែងសមុទ្រឋាន3ទៀតយើងងាយសម្គាល់ងាយដឹងតែពាក់ព័ន្ធជាមួយរោគដែលកើតពីកម្មអញ្ចឹងកន្លែងរោគដែលកើតពីកម្មនេះភាគច្រើនគឺធ្វើឲ្យបងប្អូនយើងគាត់យល់ខុសច្រើនគាត់ជឿទៅលើអបិយជំនឿទៅលើអីផ្សេងច្រើនដោយសារគាត់ចូលទៅខាងមន្ទីរពេទ្យទៅអាចជាស្រាវជ្រាវរកមូលហេតុអត់ឃើញដល់ពេលអញ្ចឹងគឺគាត់មកបន់មកសែនមកអីទៅគាត់ថាហ្នឹងវាមិនមែនពេទ្យរកអត់ឃើញបានន័យថាផ្លូវល្ងឹតអញ្ចឹងខ្ញុំចង់ឲ្យលោកគ្រូជួយបកស្រាយទៅលើរោគដែលកើតពីសមុទ្រឋាន4ហ្នឹងឲ្យបងប្អូនយើងដែលនៅកន្លែងនេះឬក៏បងប្អូនដែលគាត់បានស្ដាប់ live ជាប្រយោជន៍ដល់គាត់អរគុណលោកគ្រូបាទរោគទាំងអស់វាកើតពីសមុទ្រឋាន4ដោយសង្ខេបសមុទ្រឋានមានន័យថាមូលហេតុដែលនាំឲ្យកើតរោគឬក៏មូលហេតុដែលនាំឲ្យឈឺអញ្ចឹងណាឲ្យនាំឲ្យឈឺហ្នឹងមាន4ទី1ហៅថាកម្មសមុទ្រឋានាអាពាធានឹងមានសម្ដែងក្នុងគិរីមេននណាដែលធ្លាប់មានអ្នកឈឺអីគេសូត្រគិរីមេននហ្នឹងគឺនិយាយរឿងហ្នឹងឯងជារោគដែលកើតពីកម្មជាសមុទ្រឋានហ្នឹងហើយមួយទៀតហៅថាឧត្តចសមុទ្រឋានាអាពាធាកើតពីឧត្តពីអាកាសធាតុពីរដូវឬក៏សូម្បីតែរោគឆ្លងទាំងឡាយហ្នឹងក៏សង្គ្រោះចូលដែរឆ្លងផ្ដាសាយអីហ្នឹងណាហ្នឹងហើយមួយទៀតហៅថាអាហារសមុទ្រឋានាអាពាធាជារោគកើតពីអាហារដូចយើងបរិភោគអាហារមិនល្អខ្លាញ់ច្រើនឬក៏ខ្វះជីវជាតិអីចឹងទៅក៏ជាបញ្ហានាំឲ្យកើតរោគហើយទី4ចិត្តសមុទ្រឋានាអាពាធារោគកើតពីចិត្តរោគដែលពេទ្យពិនិត្យពិបាកជាងគេគឺរោគកើតពីកម្មហ្នឹងហើយពិបាកជាបន្ទាប់គឺរោគកើតពីចិត្តហ្នឹងតែបើកើតពីអាហារពីអីហ្នឹងគ្រាន់តែសាកសួរទៅក៏ដឹងដែរដឹងថាបរិភោគអីច្រើនសេពសូរ៉ាច្រើនអីយើងដឹងណាហើយជាពិសេសបើរោគឆ្លងទៀតរឹតតែងាយដឹងព្រោះមានឧបករណ៍ពិសោធន៍ឃើញ virus ឬក៏មេរោគប៉ុន្តែរឿងដែលទៅពិនិត្យមិនឃើញវាមានកត្តាច្រើនយ៉ាងកត្តាខ្លះមកពីមេរោគរបស់យើងហ្នឹងវាអត់តាន់បានបញ្ចូលនៅក្នុងទិន្នន័យរបស់ម៉ាស៊ីនពិនិត្យមានន័យថាជាប្រភេទមេរោគថ្មីណាមួយឧទាហរណ៍ដូចយូរឃើញរោគថ្មីមានរោគថ្មីអញ្ចឹងណា virus ថ្មីឧបករណ៍ចាស់មើលអត់ឃើញទេសូម្បីតែCOVID វាមានអា upgrade ឡើងអាមុនមើលលេងឃើញព្រោះអា virus វាមានអាថ្មីទៀតដល់ថ្មីទៀតអាប្រដាប់ធ្វើតេស្តចាស់ហ្នឹងមើលលេងឃើញហ្នឹងហើយអញ្ចឹងអាការមិនឃើញពេទ្យពិនិត្យមិនឃើញអាឧបករណ៍សម្រាប់ពិនិត្យហ្នឹងមើលមិនឃើញហ្នឹងវាអាចមកពីមេរោគហ្នឹងជាប្រភេទមេរោគដែលម៉ាស៊ីនហ្នឹងអត់ស្គាល់អញ្ចឹងมันមើលអត់ឃើញហ្នឹងហើយព្រោះវាអាចវាកើតឡើងថ្មីផ្សំដល់កត្តាច្រើនយ៉ាងវាបំលែងរូបបន្តិចមកវាខុសព្រោះម៉ាស៊ីនហ្នឹងវាឆ្លើយតាមទៅរូបមន្តដែលគេបញ្ចូលដែរឧទាហរណ៍ដល់គេរកមេរោគហ្នឹងឃើញហើយគេបញ្ចូលអាទិន្នន័យហ្នឹងបើមានអាប្រភេទហ្នឹងចូលទៅវាចាប់ពីហ្នឹងអូមេរោគហ្នឹងប៉ុន្តែមេរោគក្រោយវាបំលែងវាអាមុនហ្នឹងវាបំលែងតថ្មីបន្តិចអាម៉ាស៊ីនហ្នឹងមើលអត់ឃើញដល់មើលអត់ឃើញថាដូចអត់ឈឺចឹងប៉ុន្តែអត់ឈឺ
បើសួរតែមានមេរោគទេមានប៉ុន្តែដោយសារអាទិន្នន័យក្នុងម៉ាស៊ីនហ្នឹងវាអត់មានដូចអាមេរោគកំពុងឈឺហ្នឹងអញ្ចឹងវាមានអញ្ចឹងហ្នឹងម្យ៉ាងដែរដែលពេទ្យពិនិត្យមើលមិនឃើញហ្នឹងប៉ុន្តែបើគេខំទៅស្រាវជ្រាវយូរគេពិសោធន៍យូរគង់តែឃើញទៀតទេឃើញទៀតគេបញ្ចូលទៅម៉ាស៊ីនគេទៀតស្តង់ដារម៉ាស៊ីនគេទៀតមិនឃើញមួយទៀតគឺជំងឺកើតពីចិត្តអាជំងឺកើតពីចិត្តហ្នឹងច្រើនទៅពេលគាត់ថាគាត់បន់គាត់ធូរដោយសារអីគាត់សន្សំអាភាពបារម្ភនឹងច្រើន stress ច្រើនហើយពេលអាបារម្ភច្រើន stress ច្រើនមិនមែនធ្វើឲ្យតែពិបាកចិត្តទេជួនកាលវាឲ្យឈឺទៅនេះវាឲ្យឈឺទៅនោះវាអញ្ចឹងដែរណារកអាឈឺឲ្យពេទ្យមើលមិនឃើញទេអាហ្នឹងតិចតួចសោកស៊ីទៅនេះសោកស៊ីទៅនោះឈឺក្បាលឈឺដៃឈឺជើងក៏មានដែរប៉ុន្តែមកពីអីមកពីចិត្តនឹងមានបញ្ហាសន្សំរឿងច្រើនពិបាកច្រើន stress ច្រើនព្រួយច្រើនអញ្ចឹងទៅក៏វាអាចប៉ះពាល់ដល់រាងកាយហើយដល់ឲ្យពេទ្យមើលពេទ្យមកឃើញពីព្រោះវាអត់មាន virus វាអត់មានអាស្អីបណ្ដាប់មើលឃើញហ្នឹងគឺមកពីចិត្តដល់ពេលទៅជួបគ្រូទីមួយគាត់ទុកចិត្តមួយគ្រូដល់ពេលគ្រូទៅអូមកហ្នឹងទៅវិញក៏ដុតផ្ទះចោលបញ្ជាអូគាត់ជឿហ្មងគាត់ជឿគាត់ដាក់ចិត្តជឿកម្លាំងចិត្តហ្នឹងគាត់ខ្លាំងហ្នឹងហើយគាត់សង្ឃឹមថាជាមានទៅដល់ដុតផ្ទះចោលហើយសង្ឃឹមថាជាជាងកាលវាស្រួលខ្លួនដែរគាត់ជុកខ្វល់ហ៎ចិត្តហ្នឹងវារៀងដាក់ទៅវាជឿមកផ្លេតចឹងទៅស្រួលខ្លួនដែរហើយសុទ្ធតែជាហ្នឹងមកពីដុតផ្ទះហ្នឹងថាអត់ទេមកពីមុនគាត់បាក់ចិត្តដល់ពេលគ្រូថាធ្វើអាហ្នឹងទៅជាគាត់មានទំនុកចិត្តសង្ឃឹមទៅក៏ដូចថាស្រួលខ្លួនដែរប៉ុន្តែពិតអត់ទេឯងទេកាលណាចិត្តនេះវាមិនសូវពិបាកក៏វាលែងមានបញ្ហាទៅប៉ុន្តែតាមពិតវាអត់បានព្យាបាលអីទេអញ្ចឹងហ្នឹងហើយមេរោគដែលកើតពីចិត្តហ្នឹងច្រើនណាស់រាល់ថ្ងៃពុទ្ធបរិស័ទយើងក៏ដោយមិនមែនពុទ្ធបរិស័ទក៏ដោយយើងមិនដែលបានទៅពិនិត្យមើលចិត្តអីរាល់ថ្ងៃទៅពេទ្យមានដែលពិនិត្យមើលចិត្តទេហ៎មានទេអត់ទេលោកគ្រូអត់ទេមែនទេតោះឡាឈឺតនេះឈឺតនោះរាងកាយវាប្រាប់បានទៅរកពេទ្យមែនទេហ្នឹងហើយទៅនឹងចង់ឲ្យតែពេទ្យមើលឃើញតែខ្ញុំឈឺអីពេទ្យសួរពេទ្យដឹងហើយទៅដល់ពេទ្យព្យាបាលតាមដំណើរមិនសុបាយចិត្តទេពេទ្យអញអង្គុយយូរមិនចាក់ថ្នាំឲ្យសោះអញ្ចឹងអានោះជំងឺមួយទៀតណាប្រជាជនយើងរាល់ថ្ងៃកើតជំងឺនឹងមួយទៀតកើតជំងឺមួយថងថាបើទៅពេទ្យធ្វើតាមលំដាប់ដោយសួរនាំយើងត្រូវពិនិត្យទឹកនោមត្រូវមើលslashតាមលំដាប់ដោយហ្នឹងណាគាត់សុបាយចិត្តទេបើទៅដល់ដាក់គ្រឹបបតោកជ្រុំវឹកអានោះសុបាយចិត្តណាមែនទេអញ្ចឹងមែនទេលោកយាយអូពេទ្យនេះយកចិត្តទុកដាក់មែនទេចឹងហ្មងហើយទៅពេទ្យធ្វើតាមបច្ចេកវិទ្យាមិនស្រួលយូរពេកដឹកចេញទៅរកកន្លែងអ្នកផ្សេងទៀតឡោះប៉ុន្តែពិតពេទ្យមានវិជ្ជាជីវៈរបស់ពេទ្យប៉ុន្តែជំនឿរបស់យើងហ្នឹងណាមិនមែនជំនឿខុសតែពីរឿងសាសនាសូម្បីតែពីលើការព្យាបាលហ្នឹងក៏ខ្ញុំគិតថាយើងវាដកជំនឿខុសដែរហ្នឹងហើយឧទាហរណ៍ឥឡូវខ្ញុំនិយាយពីប្រហែលថ្ងៃមុនសាច់ញាតិរបស់បងអូនចនាកូនក្មេងកើតអត់ស្វាយហើយការយល់ខុសហ្នឹងធ្វើឲ្យគ្រោះថ្នាក់ដល់រាងកាយឃើញទេហើយចាស់យើងឲ្យតែកើតអត់ស្វាយហ្នឹងចូលចិត្តឲ្យងូតស្អីស្អុយមែនទេមានទឹកត្រាំនេះត្រាំនោះត្រាំឆ្លើងត្រាំចលេនត្រាំស្អីគេខ្យងនឹងសាធ្លាប់អីមែនទេហើយក្នុងជំនឿវាមិនមែនរឿងថ្នាំទេក្នុងជំនឿមួយថាទុកដាក់អញ្ចឹងទៅឲ្យរោគនោះវាខ្ពើមគាត់ស្មានរោគនោះចេះខ្ពើមដោយគាត់ហ៎ឃើញស្មានទេហើយអាមេរោគហ្នឹងស្អីដែលវាកក្រិចវាចូលចិត្តនៅណាអាការពិតហ្នឹងអញ្ចឹងមែនណាអារោគវានៅអាកន្លែងកក្រិចហ្នឹងអីតាប៉ុន្តែពេលយើងស្មានអាមេរោគវាចេះខ្ពើមដូចយើងដែរអញ្ចឹងទៅឲ្យទៅងូតទឹកណាខ្ញុំក៏ធ្លាប់ដែរពីក្មេងឲ្យតែកើតអត់ស្វាយនោះទៅងូតទឹកអាត្រាំស្លឹកគោទៅត្រាំខ្យងទៅអាដាក់ទលេមក្នុងទឹកដូងផឹកទៅទៅផឹកឈាមតកែទៅសតតែមេរោគហ្នឹងហើយទៅពេទ្យខ្ញុំមកខ្ញុំចូលទៅពេទ្យគាត់ថាបុផាទៅមើលកូនក្មេងនឹងដែរលឺអ្នកគ្រូពេទ្យប្រាប់ថាបន្តិចទៅហួសពេលហ្មងហើយមិនមែនមេរោគអត់ស្វាយនឹងវាខ្លាំងទេខ្លាំងគឺដាក់ចំណីឲ្យវាហ្នឹងអាគ្រឿងស្មោកក្រោកហ្នឹងហ្នឹងមេរោគពីក្នុងមានខ្លាំងឯណាស្រាប់តែដាក់អាស្អុយហ្នឹងទៅអាមេរោគដែលវានៅជាមួយខ្យងវានៅជាមួយអារបស់ស្អុយហ្នឹងវាចូលទៅស៊ីសាច់ហ្នឹងបណ្ដោយវាបានចំណីវាស៊ីណាចម្រៅណាបានអំប៉ុនចំណីឲ្យរោគអារោគនៅក្នុងលំមអាមេរោគក្រៅមានសាច់ប្រហោងស្រាប់វាមិនចូលហ្នឹងក៏ហូងឡើងប៉ុណ្ណាណៃហើយពេលត្អូញដែរបញ្យល់ប្រជាជនយើងមិនក៏គាត់មិនយល់ដែរបាក់បញ្យល់ទេបាក់ហើយកន្លែងហ្នឹងបើយើងឲ្យហូប
សាច់គោសាច់មាន់ដើម្បីឲ្យសុខភាពល្អហើយសុខភាពយើងនឹងទៅប្រយុទ្ធប្រឆាំងជាមួយជំងឺគាត់តែហ៊ានហូបទេ ខ្លាចទាស់ បាទខ្លាចដល់តែពេលដាក់មេរោគឲ្យជំងឺទៅយើគាត់ព្រមវិញអញ្ចឹង ឃើញទេហ្នឹងអាការយល់ខុសអញ្ចឹងជាដើមហ្នឹងហៅថាមិច្ឆាទិដ្ឋិហើយឃើញមិច្ឆាទិដ្ឋិហ្នឹងធ្វើឲ្យមនុស្សគ្រោះថ្នាក់ទាំងរាងកាយទាំងផ្លូវចិត្តឃើញទេតែហ្នឹងបរិស័ទរបស់ពុទ្ធត្រូវឆ្លាតដឹងទៅយើងគ្រប់គ្នាហ្នឹងបរិស័ទរបស់មនុស្សឆ្លាតទេពុទ្ធហ្នឹងអ្នកត្រាស់ដឹងមែនទេពុទ្ធបរិស័ទគួរតែជឿជាក់លើពុទ្ធមែនទេមែនទេប៉ុន្តែជឿតែខ្មោចបាទប៉ុន្តែអាចជឿជាក់លើព្រះអង្គបានទល់តែស្ដាប់ពាក្យព្រះអង្គទល់តែរៀនពាក្យព្រះអង្គបានយើងអាចជឿជាក់លើព្រះអង្គបានអញ្ចឹងណាហ្នឹងហើយអត់រៀនសោះអត់ស្ដាប់សោះអត់យល់អីផងស្រាប់ទេខ្ញុំជឿតែព្រះអង្គឯងជឿមិនបានបើយើងអត់ដឹងព្រះអង្គនិយាយអីផងហ្នឹងមែនទេហ្នឹងវាទល់តែយល់រឿងកម្មផលនឹងច្បាស់ហ្មងណាតែយល់កម្មផលច្បាស់កុំថាមនុស្សកុហកខ្មោចកុហកក៏លែងជឿដែរនិយាយមែនណាអូមើលប្រសាសន៍តិចមើលឲ្យគាត់មានប្រសាសន៍តិចមើលអមិនខ្លះមុនស្ដាប់ហើយក្រោយស្ដាប់ហ្នឹងមានប្រសាសន៍តិចហ្នឹងខ្ញុំមកនេះគាត់មកចង់អរគុណលោកគ្រូដែលពីមុនមកអត់ដឹងទេអត់ដឹងស្អីទាំងអស់តាំងពីដឹងក្តីរហូតទៅអាយុ60យ៉ាងទឹកដឹងប្រហែលខែលោកគ្រូនៅលោកហើយលោកគ្រូសឹកមកចំសក់ហ្នឹងចាទឹកដឹងទេហើយពីមុនហ្នឹងមិនធ្វើអីខ្លះកម្មពីមុនគាត់ជួយដាក់ជួយឲ្យម៉ែខ្ញុំជួយគ្រប់ថានិយាយពីបានស្បអស់ចាស់ទូចមកដាក់តែគ្រឿងកាយាបោជានឹងស្អីទេដល់ពេលខ្ញុំមកទៅដឹងលោកគ្រូនៅលោកបានប្រហែលខែលោកសឹកលោកគ្រូសឹកដល់សឹកមកខ្ញុំស្ដាប់រហូតទៅលើដឹងចឹងទៅថាគ្មានស្អីមកធ្វើយើងបានក្រៅពីកម្មពីហ្នឹងទេលោកគ្រូចាចាំបាត់ណាអូតែដែរមើលហ្នឹងសិស្សថប់ហូបចលែនណាពីមុនហ្នឹងហើយបាទចាអរគុណលោកគ្រូខ្ញុំសូមសំណួរទៀតទុកឱកាសឲ្យបងប្អូនយើងក្រោយក្នុងគ្រួសារខ្ញុំកន្លងមកតែងតែលើពាក្យថាជីដូនជីតាបាទតាមពិតពាក្យជីដូនជីតានេះល្អយើងត្រូវគោរពដឹងគុណគាត់និយាយទៅយើងដឹងគុណដោយក្តីគោរពដោយក្តីស្រឡាញ់ដោយក្តីមេត្តាករុណាថាគាត់ដោយគាត់ចិញ្ចឹមយើងមកតែនៅពេលដែលពួកគាត់ចែកឋានទៅតែងតែលើពាក្យថាជីដូនជីតាកាច់ជួខាងឪពុកខាងម្ដាយរួចបើម្កាលគាត់នៅរស់គាត់ស្រឡាញ់យើងម្លឹងមិនគ្រាន់តែស្លាប់មកអង្គុយតែកាច់កូនចៅអញ្ចឹងលោកគ្រូសូមលោកគ្រូជួយបកស្រាយលោកគ្រូមុនប្រសងម្ដងគីឡូលោកមានតំណែងតំណងខាងហ្នឹងមុនបងគ្រូហុយប្រុសគណៈជាបឋមសូមការពីសំណាក់លោកគ្រូចារិកាសូមនមស្ការដល់គុណកៅទាំង3ដោយសេចក្តីជ្រះថ្លាសូមនមស្ការលោកគ្រូចារិកាដោយសេចក្តីគោរពសូមព្រះសេចក្តីរាប់អានលោកអ្នកមានអាយុខាងឆ្វេងដៃចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហើយលោកគ្រូផងដែរអញ្ចឹងបងសួរមិញតើតើពីជីដូនជីតាមិនបានជីដូនជីតាចេះតែមកកាច់អញ្ចឹងឯងកណាហើយធ្វើម៉េចបានដឹងថាជីដូនជីតាហ្នឹងមកកាច់សម្រាប់យើងអត់ដឹងទេក៏ប៉ុន្តែចាស់ឪពុកម្ដាយដែលគាត់នៅមានជំនឿទៅលើរឿងហ្នឹងឲ្យតែថាមានកូនចៅអត់ស្រួលខ្លួនគាត់ក៏វាអង្កលទេទី1ហើយជីដូនជីតាកុំឲ្យមកធ្វើទី2ស្អីអារុកអារៈក្បែរផ្ទះគៀនផ្ទះនៅម្ដុំដើមនេះម្ដុំដើមនោះអីហ្នឹងគាត់បន់ហ្នឹងហើយតែគាត់អត់រួចយកទៅពេទ្យទេតែបើសិនជាគាត់ត្រូវយកទៅពេទ្យក៏គាត់ត្រូវបន់មុនសិនដែរគាត់អត់ទុកចិត្តពេទ្យហ្នឹងហើយក៏ប៉ុន្តែគាត់អត់ព្រមថាបន់ហើយអត់យកទៅពេទ្យទេគាត់អត់រើសផ្លូវណាមួយទេហើយដល់ពេលចុងក្រោយគាត់និយាយថាអាគុំសមយោតែនៅពេលដែលកូនមានបញ្ហាគាត់ច្រើនតែគិតថាខុសជួរនេះខុសជួរនោះឪពុកមិនខុសជួរឪពុកជួរម្ដាយអីអញ្ចឹងដល់ពេលអញ្ចឹងមិនគួរតែគិតថាពេលដែលអានេះសម្រាប់កណាគិតថាពេលដែលឪពុកម្ដាយនៅរស់លោកស្រឡាញ់កូនសឹងអីហេតុអីគ្រាន់តែស្លាប់ទៅតិចកាត់អីកុំឪពុកម្ដាយអីគ្រាន់តែស្លាប់ភ្លាមកាត់ឈប់អញ្ចឹងហ្នឹងឥឡូវសួរនេះញាតិញោមចាស់នេះមើលសួរថាពេលដែលខ្លួនឯងឧទាហរណ៍ពេលស្លាប់ទៅមកកាច់កូនចៅនេះមើលទៅអត់ទេហ្នឹងហើយនេះយើងមិនបាច់ទៅសួរណាឆ្ងាយនេះសួរអ្នករស់ហ្មងបើយើងនិយាយទៅអញ្ចឹងបានថានៅក្នុងភាពមិនច្បាស់លាស់ញាតិញោមហើយភាពមិនច្បាស់លាស់នឹងហើយធ្វើឲ្យយើងមានជំនឿខុសមានការយល់ខុសអញ្ចឹងដូចបងគាត់និយាយមកអញ្ចឹងថា
គ្រូក៏បន់អ្នកតាក៏បន់ជាដូនជាតាក៏បន់ពេទ្យក៏ទៅដោយសារអីដោយសារអត់ច្បាស់លាស់អញ្ចឹងណាអញ្ចឹងកាលណាដែលយើងអត់មានភាពច្បាស់លាស់នៅក្នុងជីវិតឬមួយក៏នៅក្នុងការរស់នៅទេធ្វើឲ្យយើងមានភាពសពេចស្ពិលកាលណាដែលយើងមានភាពសពេចស្ពិលយើងអត់ដឹងថាធ្វើអីខុសធ្វើអីត្រូវទេអញ្ចឹងណាអញ្ចឹងឲ្យតែលើគេថាធ្វើហើយមែនទេញោមឲ្យតែលើគេថាធ្វើហើយដើម្បីអីដើម្បីឲ្យវិជាឬមួយក៏ឲ្យវាបាត់ភាពចង្រៃហ្នឹងតែដូចញោមគាត់និយាយមិញណាគាត់ថាគាត់ច្បាស់មិនបានគាត់ច្បាស់គាត់ថាគាត់ស្ដាប់តតែច្បាស់ច្បាស់លើអីមិននិយាយតែច្បាស់លើអីនេះច្បាស់ទៅលើកម្មផលអញ្ចឹងបើមនុស្សច្បាស់ទៅលើកម្មហើយនឹងវិបាករបស់កម្មមនុស្សអត់មានជំនឿអញ្ចឹងណាគឺវាអាស្រ័យទៅលើកម្មហ្នឹងជាអ្នកហុចផលឲ្យក៏ប៉ុន្តែមានតែមនុស្សមិនច្បាស់ទេដែលចេះតែសង្ស័យហ៎មែនទេញោមវាអត់ដែលមានមនុស្សច្បាស់ណាទៅសង្ស័យទេអញ្ចឹងហើយបានការបកស្រាយបើយើងបកស្រាយទៅវាកាន់តែឆ្ងាយថាវាចេះណាពីព្រោះនៅក្នុងបិដកភាគ14នៅក្នុងអត្ថកថាភាគ14ក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីវិជ្ជាដែរព្រះអង្គហៅថាតិរិឆានវិជ្ជាហ្នឹងគឺតេទៅអំពីវិជ្ជាអំពើអីទាំងអស់ហ្នឹងមានច្រើនរៀបរាប់ទៅវាមានច្រើនអញ្ចឹងកាលណាដែលយើងអត់ច្បាស់លាស់វិជ្ជាហ្នឹងវាមានក៏ប៉ុន្តែធ្វើឲ្យយើងហ្នឹងវាទៅមានការយល់ច្រឡំទៅលើរឿងទាំងអស់ហ្នឹងអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធរហូតដល់ហាមភិក្ខុសង្ឃទាំងឡាយហ្នឹងអត់ឲ្យរៀននៅវិជ្ជាទាំងឡាយហ្នឹងឯងពីព្រោះអីពីព្រោះវាមិនមែនជាផ្លូវជាបដិបទាដើម្បីឲ្យចេញចាកអំពីសេចក្តីទុក្ខពិតប្រាកដអញ្ចឹងហើយមនុស្សដែលមានលក្ខណៈពិតប្រាកដហ្នឹងគឺបុគ្គលដែលមានសទ្ធាហ្នឹងគឺជឿទៅលើកម្មហើយនឹងវិបាករបស់កម្មហ្នឹងឯងដូចញោមនិយាយមិញអញ្ចឹងថាប្តីស្លាប់មិនទឹកបន់មិនអីគឺគ្រប់គ្រាន់អស់ហើយក៏ប៉ុន្តែដល់ពេលយើងជឿទៅលើកម្មផលមនុស្សណាដែលកើតមកសុខរហូតណាញោមមែនទេវាអត់មានទេហើយបើមនុស្សមកសុខរហូតមែនពុទ្ធនឹងត្រាស់ដឹងមកទេពីព្រោះមុននឹងព្រះអង្គត្រាស់ដឹងព្រះអង្គអត់ដឹងរឿងថាជីវិតនឹងជាទុក្ខទេញោមព្រះអង្គឃើញទេវទូតទាំង4មុននឹងព្រះអង្គចេញរពោធិញ្ញាណគឺឃើញទេវទូតទាំង4ហ្នឹងឯងរហូតដល់ព្រះអង្គឃើញទេវទូតទាំង4ហ្នឹងព្រះអង្គភ្ញាក់ខ្លួនថាជីវិតហ្នឹងវាជាទុក្ខឃើញអញ្ចឹងព្រះអង្គเนี่ยមានសំណួរនៅក្នុងចិត្តរបស់ព្រះអង្គហ្នឹងថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យចេញចាកអំពីសេចក្តីទុក្ខទាំងឡាយហ្នឹងពីព្រោះព្រះអង្គឃើញមនុស្សឈឺមនុស្សចាស់មនុស្សស្លាប់អញ្ចឹងសួរទៅថាអ្នកណាក៏អញ្ចឹងដែរដល់ពេលអញ្ចឹងនេះអាសំណួរហ្នឹងវាជាប់នៅក្នុងចិត្តរបស់ព្រះអង្គចេញរកចម្លើយញោមអញ្ចឹងមនុស្សយើងបើអត់មានសំណួរដើររកចម្លើយគឺងាយរកឃើញហើយមនុស្សយើងរងថ្ងៃសបោសំណួរនេះតែមិនដឹងសួរអីមែនទេញោមសួរមកកណ្ដោហ្នឹងនឹងអង្គុយទាំងអស់ហ្នឹងខ្វះតែសំណួរនេះតែរកនឹកសំណួរអត់ឃើញមែនទេហ្នឹងហើយតែបើមានសំណួរញាតិញោមសួរទៅឆាប់អីឆាប់ឃើញចម្លើយអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គដើររកចម្លើយតតែឃើញណាដោយសារអីដោយសារព្រះអង្គមានសំណួរនៅក្នុងចិត្តអញ្ចឹងដូចយើងរាល់ថ្ងៃជាមនុស្សយើងទាំងឡាយដែលជួបទុក្ខហ្នឹងណាក៏ប៉ុន្តែរកចម្លើយវាអត់ឃើញអញ្ចឹងបានថាញាតិញោមនេះរកចម្លើយឃើញមួយហ្នឹងធ្វើឲ្យជីវិតស្រាលណាដូចញោមនិយាយពីខាងដើមអញ្ចឹងឃើញចម្លើយដែលយើងពិចារណាទៅឃើញខ្លួនឯងដូចតេទៅអំពីជំនឿផ្ដេសផ្ដាស់ហ្នឹងឃើញគាត់តែដោះអាសំនឿផ្ដេសផ្ដាស់ចេញពីការគិតរបស់ខ្លួនឯងហ្នឹងធ្វើឲ្យជីវិតខ្លួនឯងហ្នឹងវាស្រាលបាត់ឃើញទេតាមតើណាញោមហ្នឹងហើយអញ្ចឹងខ្ញុំកណ្ណានមកភាពដូចសំណួរបងលើកឡើងពីខាងដើមអញ្ចឹងវានៅក្នុងភាពមិនច្បាស់លាស់នឹងឯងអញ្ចឹងខ្ញុំកណ្ណានមិនធ្លាក់ឆ្លើយអីច្រើនទេពីព្រោះឲ្យញោមខាងមុខនេះឆ្លើយពីព្រោះគាត់នៅរស់ហើយបើថាគាត់នៅរស់គាត់ថាបើស្លាប់ទៅមិនកាច់ផងហ្នឹងអញ្ចឹងមិនបាច់ឆ្ងល់ទេណាញោមអញ្ចឹងជូនទៅលោកគ្រូវិញចាស់ឲ្យលោកគ្រូពេញបន្ថែមណែអរគុណទេហ្នឹងហើយមែនទេទៅលើសពីនេះទៅទៀតហ្នឹងខ្ញុំគ្រាន់តែមានកថាជាទីរលឹកខ្លះក្នុងរឿងហ្នឹងការដែលយើងមានជំនឿយ៉ាងនេះយ៉ាងនោះហ្នឹងក៏មកតែពីការភ័យខ្លាចមែនទេដូចបននេះបននោះជឿថាអ្នកនេះធ្វើអ្នកនោះធ្វើហ្នឹងគឺមកតែពីការបារម្ភពីសុវត្ថិភាពបារម្ភពីសេចក្តីសុខទុក្ខខ្លួនឯងហ្នឹងក្រែងលោអ្នកដែលបនស្រន់ទាំងឡាយហ្នឹងគឺវាមានអាចំណុចមួយគឺក្រែងលោអីអាគុំសំអាយុមែនទេក្រែងលោអាងឹតយើងមើលមិនឃើញមែនទេចាហ្នឹងហើយតែល្ងឹតវាមើលមិនឃើញហើយ
hay mấy chỗ chất đào tập lờ nghịch chăng bộ bút bằng riêng chứ ở dân đào phơi phư mình phơi ấy nè phơi nè à hơi nè để ban sắp của bút hơi á cái tay cái bẩn lơ thằng phơi cho bạn nè bỏng đấy phơi cho bạn nè bỏng cả tha đây bỏng sầm đại hơi nó điệp đô chỉ cái prap đòn mà đôi vùng ven phơi ấy ruột phơi khơi rồi có đôi chỉ cái nga rồi bỏ để cặp du hơi ở việc nga láng rồi có đôi chỉ cái trôi bật tích đốt bẩn lư bật tích láng được không tin là nghịch chăng đòn nè để miền phơi bên là bẩn lư nó đòn miền phơi là mơ khơi là các bạn mơ nghịch trong giai đoạn bị cạp phơi mơ khơi nhá mà nè để ót sệt thia đầm bay sệt đạp nữa điệp đôi chỉ mình nộp bị cà ót sệt thia sệt đạp được xung bay bịa bột bút lần phơi cha trap hạt phòn mui lần chả chaแต่สนับเป็นเก่าสนับเป็นยุลอันนั้นหาทับปีกาในปัญญาอย่างนั้นปีกาใบปีกาเชิงมาชมไหมนะแต่เบอร์ปีกาปัญญาขนมกาเรียวโรหะพรนั้นปีกามายกอะนั่งไงมายกมาจะเบิ้ลนั่งมวยจากนี้ได้นั่งไงอุติฮอแต่แล้วตามเพลิงนี่มีลูกใหญ่ม้าเลยน้องไอเนี่ยมีจำเนื้อครั้งนั้นกอดเต้ากอดมีนโฮเฮ่เถาโจลติ๊กซันใครไปกระลาบลานตามเพลิงเหรอนั่งไงจิตตีกรุบบอกกอดให้ยิงมาไอ้กูสาวไหมคือขนมเอาเจซีนั่งเพลยกระลับล้านแม่เนี่ยบนช่างสหาเว้ยกูจีบกลยังกรบเว้ยได้ละครูนั่งไงอุติฮอปีมุนบอกเพลานั่งไปอดเมียนลูกใหญ่เมาส์เกจีเต้าเว้ยไอ้พองอุติฮอจังนะดอเมียนลูกใหญ่เมาส์เอาเจกระลับล้านเอ้ก็เหาะแม่สมานั่งก็ลิจราจอมวยนู่มวยนู่เฮ้ยนะบ้าbà dân cha nam ở miền phơi cho nó đọ miền lục dây màu mày nè hay có dân bán chụp bon tận này đây cái chi họ đấy hả tại sao tập lâu mùi nắng miền dây màu hay bầm luôn dây máu khai tạc lạp làn ấy có dây máu ấy khôi mấy nè ngày ấy cái nhóm mau tổ bông sống nó mà vô hơi mà đọt bên nó ngay cầm đại cho ôi chơi dây màu mùi tê hay mình khơi dây máu và canh cái nhóm phong đó dưới giờ đặt tu dây màu dưới dân tha của đốt dây máu bên bây dân cặp cao chùm nưa mùi ta từ bầm ban của đốt tế ai của thằng trên smart nâng cầm pung tay bật tu dây máu nó khôi nặng smart nâng police ra cho của đốt bắp chặt vô tao lùi chứ nhưng mẹ tha police lỗi đấy ưu tiên họ ơi trong một tiêu họ mà mình nuôi mình lâu môi nâng chi vì muốn ọt đại bong lôi đấy tăng vì police ra cho môi nó mà cho nắng chặt vô lôi đâu police nó khôi gì khôi gì cho cha đấy thay lâu môi chân cho nó ọt đại miền tộc miền ấy bỏ dây mau dây hôm nó ọt ấy sẽ ta đại dây mau môi anh ôi đặt bao lắm trôn bài nó lạnh chẳng mình dây mau nó bị tôi chỉ riêng chừng ray sầm áo các bao nhiêu này mẹ nè thà chẳng được trong tụi mình cả lắp lá này nè ngại vì mọt phơi cái này đầu tiên nè ngài bố bố phần riêng tham ấy ở dân nên khuôn anh chỉ tí vâng tay mình men ở dân mơ nghi nè tổng ọt nâng tê sạt mơ mình khơi bọn sầm đáy nhá miền men ọt tê vẫn sầm rạp sạt tổng ọt nâng dân sai mê ta nè sau mới sạt tổng o luôn đâu chỉ sọc cho đừng dây nâng men vô lực dây mau mà lên sao it bao lực dây mau lứ lực dây mau chụp cạch kê tơ chụp rung lan cái rồi lẹ chuột tơ ná dây máu đạp lư đấy nè ngày bà sân chỉ còn miên che tận ná thôi cái cả lạp lan bên á lẹ nó ruộng dây máu nó à u sa lạp kế u tê hó ná u tê hó tha ba cái ọt cô rục cái ọt bô chia chê cái ọt vai đi phai nút khăng kế thôi cái cả lạp lan ngọt mình mua thật lạp sát mình mua thật lạp nước hay dây máu nó lẹ ruộng tao mòn cầm chia co dây máu nó tao pin ruộng ruộng gì óแต่thôi lan cái cả lạp mền nhá cái bữa sa lạp nước mà lan chờ nàyนั่งไงบ่มันดูยังสลับนึกยังจับโจกุกไอ้เจ้านุกัมปีเมียนโดยคะแนนแต่บ่สันจีกอดเมนเจตนาทั่วเอากิจแคลลานเมนใหญ่เมาจังประดามตัวใหญ่เมาเมนเต้นมันยมกระทายใหญ่เมาโดยคะแนนจัดจังเต้จัดจังนั่นviệc caoตักน้องจัดนึกยังแหนกึดนั่งไงนั่งไงยังแหนกึดน้องไอ้แต่ไปยังเบี้ยละกำนัดนั่งยังก่อสร้างกำนัดนั่งจังมาดอกไหลนั่งยังจับไพ่ครูนไอ้ยังมาเมนท่านะเมนอสโดยยังด่าจำเนื้อนั่งขนมนั่งมาดอกนั่งยี่ผูกดึงกาวที่อันบากลานปัญญาพองยังด่าmà snap tới lịch bạc con tua pi rồi dây màu cà pi hỏi khơi với tới giờ đường xe nhé tai muốn đo pi xe có một vật riêng đấy nè muốn cà pi luôn á miền con tha thua pi miền opaka rạ trà nè nông cà pi dương hay dương ai sama tiền bàn miền pi rương ti mới từ sệt tết ti pi sam phải chèn nhẹ ở miền smart ở đây chỉ nick đăng luôn chỉ nick tha còn bông thưa ai nên là của bông bạc bó cái dân đăng than đầu lơ phơ thấy nhé đăng luôn trên nick lơ phơ cùng lành dây tu sạp nhảy nhảy ba cùng lần là bươn năng hai chỉ muốn cà phê đó là o
បើសវឹងខ្លាំងដេកសិនទៅកុំទៅដបបើកទាំងស្រវឹងជាងការរឿងសវឹងឯងធ្លាក់ជួសខ្លួនឯងក៏ទោសយាយម៉ៅទៀតយាយម៉ៅនឹងរងគ្រោះរហូតអាងតែគ្នាមិនចេះមាត់ថាតែឯងបាទខ្ញុំលើកឧទាហរណ៍មួយពុទ្ធតែងបង្រៀនឲ្យយើងមានខ្លួនឯងជាទីពឹងយើងពឹងគេមិនមែនបានទេតែពឹងគេមិនដូចពឹងខ្លួនឯងទេមែនទេហ្នឹងហើយឧទាហរណ៍យើងទៅប្រឡងបើយើងមានចំណេះខ្លួនឯងងាយជាងលោកមើលគេហ៎ងាយលោកគ្រូ ស្រួលជាងហ៎ ស្រួល ងាយជាងពឹងប្រយ៉ងហ៎ ងាយលោកគ្រូ ងាយជាងអាលោកមើលគេមិនដឹងតែគេធ្វើខុសឲ្យត្រូវទៀតណាច្រឡងបានទាំងស្រុងដាក់មកខុសសោះក៏មានដែរណាឧទាហរណ៍មួយទៀតយើងមានលុយចាយខ្លួនឯងមានដីចកាមានអីលក់ខ្លួនឯងចាយខ្លួនឯងលុយខ្លួនឯងចាយចឹងស្រួលជាងខឹមឲ្យគេឲ្យហ៎ ស្រួលលោកគ្រូ សុំគេមិនមែនអត់បានទេបានដែរតែវាមិនស្រួលដូចរបស់យើងទេមែនទេ ចា ចុះសេចក្តីសុខផ្លូវចិត្តរបស់យើងបើយើងចេះសិក្សាប្រព្រឹត្តប្រតិបត្តិឲ្យមានបញ្ញាចេះអាកាត់ខុសត្រូវដោយខ្លួនឯងលែងខ្លាចលែងភ័យអីទាំងអស់ទៅរស់ស្រួលទេ ស្រួលលោកគ្រូ រស់ដោយសេរីភាពណាដូចខ្ញុំរស់រាល់ថ្ងៃគ្មានខ្មោចណានៅលើក្បាលខ្ញុំមួយទេអត់ហ្មងហើយនិយាយរាល់ថ្ងៃបើតាមអ្នកស្អប់ខ្ញុំបើធ្វើអំពើត្រូវគេធ្វើខ្ញុំងាប់ហើយនេះអត់មានខ្សែចង្កេះអីមួយឡត់ឲ្យមើលឥឡូវហើយគ្មានមុនស្អីក្រៅពីទុកចិត្តទៅលើសេចក្តីល្អហ្នឹងទេហើយបើកម្មផលហ្នឹងវាថាដល់តំណកាលហ្នឹងវាត្រូវស្លាប់ដោយអីអាហ្នឹងទៅតាមហ្នឹងទៅដូចអ្នកគ្រោះថ្នាក់រាល់ថ្ងៃមិនមែនអ្នកអត់ជឿសិតតែអត់ជឿហ្នឹងអ្នកជឿក៏ស្លាប់អ្នកមិនជឿក៏ស្លាប់បាទប៉ុណ្ណឹង ចាលោកគ្រូអញ្ចឹងសុំបន្តិចទៀតសុំឲ្យលោកគ្រូជួយបកស្រាយកន្លែងដែលព្រះអង្គប្រាប់ថាឲ្យសេពគប់បុគ្គលដែលគួរសេពគប់លោកគ្រូសុំលោកគ្រូជួយបញ្យល់ឡើងហ្នឹងមួយទៀតអរគុណច្រើនលោកគ្រូ បាទនៅក្នុងមង្គលសូត្រប្រកាសជាយើងធ្លាប់ឮប្រសងលោកស្វាត់ជាយពហុឆ្លងប៉ុនណាដែលឮទេពហុឆ្លងណាពហុទេវាមនុស្សសាជាមង្គលានេះអចិន្ទយងអាកੰធមាណាសោថានងព្រោះហេមង្គលមុតតមង្គអសេវនាជាពាលានងបណ្ឌិតានយសេវនាអីជាដើមហ្នឹងរហូតដល់យើងមានជំនឿថាធ្វើប៉ុនបើមិនសូត្រពហុឆ្លងនេះឆ្លងមិនរួចទៀតកន្លែងស្រុកខ្លះប៉ុន្តែស្រុកខ្លះក៏អត់ដែរបាទហើយគេមានប្រដាប់ប្រដាអីគេប៉ុន្តែពិតព្រះអង្គមិនមែនសូត្របរៀនយើងឲ្យសូត្រឆ្លងប៉ុនឆ្លងអីទេជារូបមន្តជាមេរៀនសម្រាប់យើងយកមកអនុវត្តនៅក្នុងជីវិតទៅកើតមង្គលយើងស្ដាប់មើលកិរិយាមិនសែបគប់បុគ្គលពេលទាំងឡាយមួយកិរិយាសែបគប់បុគ្គលជាបណ្ឌិតទាំងឡាយមួយអីទេបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយមួយទាំង3នេះជាមង្គលដ៏ឧត្តមប៉ុន្តែវាកើតជាមង្គលតើយើងធ្វើតាមហ្នឹងណាហ្នឹងទីមួយគឺយើងអត់សែបគប់បុគ្គលពេលអាមិនបានកើតមានគុលបុគ្គលពេលនាំយើងទៅធ្វើអីមិននាំយើងទៅធ្វើបាបមែនទេនាំទៅប្រព្រឹត្តអបាយមុខផ្សេងដល់បុគ្គលជាបណ្ឌិតមិនគ្រាន់តែសែបគប់បុគ្គលជាបណ្ឌិតយើងកើតមានគុលទីមួយលោកមិននាំយើងទៅធ្វើបាបទីពីរយើងទទួលចំណេះដឹងបានច្រើនល្អពីលោកមានពលឺក្នុងជីវិតអាត្រង់ដែលបានទាំងពីរហ្នឹងទីមួយយើងមិនផ្លត់ខ្លួនធ្វើអំពើអាក្រក់ទីពីរយើងបានចំណេះដឹងល្អពីលោកនឹងឯងឈ្មោះថាជាមង្គលនៅក្នុងជីវិតមិនសន្និសោតទៅកើតមង្គលទេទោះតែធ្វើកិរិយាបម្រើមេត្តាកិរិយាបម្រើបៃតាអីជាដើមនេះជាមង្គលមិនសោតកើតមង្គលដល់បម្រើមេណាហ្មងមិនចឹងបុគ្គលដែលគួរខ្សែគប់លោកបញ្យលក្នុងអត្ថកថាបណ្ឌិតនឹងពេលហ្នឹងគឺវាមានលក្ខណៈសម្គាល់ដោយកាយវាចាចិត្តនឹងការប្រព្រឹត្តអាក្រក់ដោយកាយដោយវាចាដោយចិត្តហ្នឹងឈ្មោះថាបុគ្គលពេលបុគ្គលដែលប្រព្រឹត្តល្អដោយកាយវាចាចិត្តហៅថាបុគ្គលជាបណ្ឌិតមិញខ្ញុំច្រឡំអាក្រក់ដោយកាយវាចាចិត្តពេលប៉ុន្តែយើងអាចមានសមត្ថភាពទៅមើលបុគ្គលនឹងបានវាទល់តែយើងរៀនទល់តែយើងស្ដាប់ថាដូចម្ដេចហៅថាអាក្រក់ដូចម្ដេចហៅថាទុច្ចរិតដូចម្ដេចហៅថាសុចរិតដល់ពេលយើងស្គាល់អាហ្នឹងបានយើងមើលបុគ្គលស្គាល់ថាបុគ្គលហ្នឹងប្រព្រឹត្តទុច្ចរិតឬក៏សុចរិតបើយើងតេចែទៅមើលមិនឃើញមែនទេហ្នឹងហើយដូចបីសាច់វាបីសាច់ហើយប៉ុន្តែបើបីសាច់កាឡាខ្លួនយើងអត់មានភ្នែកអ៊ូខំមើលមិនឃើញមែនអត់អញ្ចឹងតែភ្នែកអាជ្រូកមើលបីសាច់អត់ឃើញទេឃើញតែស្អីស្អាតហ្នឹងឃើញអាគេនិមិត្តមកនោះព្រោះក្នុងបុគ្គលពេលហ្នឹងក៏មានកាយវិការដូចបណ្ឌិតដែរណាមែនទេហ្នឹងហើយពាក្យល្អពាក្យខណៈពាក្យបរិសុទ្ធស្ដាប់ហ្នឹងមិនមែនចេះនិយាយតែមនុស្សល្អទេមនុស្សអាក្រក់ក៏អាចយកពាក្យស្ដាប់ទៅតំណងយកមកនិយាយដែរណាដូចអ្នកដើរបោកប្រាស់គេមិនដែលទៅជេរបចោគេបោកគេទេមែនទេមានតែដល់សួរសរសើរយើងមុនខ្ញុំដូចមាននិស័យមួយបងឯងនិយាយឡើងយើងស្លុងមែនទេហ្នឹងហើយដូចយើងទៅស្ទូចត្រីមិនដែលដាក់នាងសន្ទូចទៅបដ ாய் ទេដាក់អីដាក់នុយមែនទេមើលទៅតំណងអញ្ចឹងនៅក្នុងមនុស្សដែលមានធាតុអាក្រក់ហ្នឹងមិនមែនចេញសម្ដីកងែងកងាំងមកកាន់យើងហើយបានបោកយើងប្រកាសជាធ្វើឲ្យយើងទុកចិត្តអីអញ្ចឹងណាក៏មានដែរវិធីគេប៉ុន្តែវិធីបោកខ្លះក៏គេធ្វើកញ្ញងកញ្ញាំងពីព្រោះយើងចូលចិត្តកញ្ញងកញ្ញាំងគេដឹងយើងទៀតដូច្នេះពាក្យប្រាប់បានថា
បុគ្គលជាបណ្ឌិតគួរខ្សែគប់ហ្នឹងគឺជាបុគ្គលដែលល្អដោយកាយវាចាចិត្តហើយបុគ្គលពេលដែលមិនគួរខ្សែគប់គឺបុគ្គលដែលប្រព្រឹត្តទុច្ចរិតដោយកាយវាចាចិត្តប៉ុន្តែពាក្យប៉ុណ្ណឹងអត់គ្រប់គ្រាន់ទេអត់គ្រប់គ្រាន់ទេទល់តែយើងស្គាល់ថាតើអសុចរិត3ហ្នឹងស្អីគេណាកាយសុចរិតវិច័យសុចរិតមโนសុចរិតហ្នឹងស្អីគេណាវាកើតព្រោះអីជាបច្ច័យអានឹងបានយើងអាចរកមនុស្សអញ្ចឹងបានប៉ុន្តែបើពិបាកមែនទេព្រះអង្គឲ្យគិតអញ្ចេះថានៅបុគ្គលណាខ្សែគប់បុគ្គលណាបញ្ញាហ្នឹងចេះតែចម្រើនឡើងសេចក្តីល្អហ្នឹងក៏ចេះតែចម្រើនឡើងការយល់ដឹងល្អហ្នឹងក៏ចេះតែចម្រើនឡើងកុសលធម៌ក្នុងចិត្តហ្នឹងចេះតែចម្រើនឡើងបុគ្គលនោះគឺជាបុគ្គលដែលយើងគួរនៅជាមួយនៅចិត្តស្មាគមជាមួយនៅជាមួយបុគ្គលណាចិត្តហ្នឹងចេះតែក្តៅក្រហាយចិត្តហ្នឹងចេះតែសៅហ្មងចិត្តហ្នឹងចេះតែកើតអកុសលបុគ្គលនោះមិនគួរនៅចិត្តទេហ្នឹងហើយបើយើងរពាក្យអីមិនឃើញថាសម្គាល់ឡើងម៉េចហ្នឹងយើងមើលអលត្តផលក្នុងខ្លួនយើងនេះអញ្ចឹងណាបើសិនជាយើងសាប់គប់ជាមួយគាត់ទៅគាត់មិនសូវដើរនិយាយដើមគឺយើងខឹងដែរទេនិយាយតែពីរឿងអប់រំកាយវិចារចិត្តយើងឲ្យល្អចេះហើយយើងក៏បានធូរចិត្តបដើអញ្ចឹងទៅណាអាហ្នឹងបុគ្គលហ្នឹងគួរនៅចិត្តបុគ្គលចេះនិយាយយ៉ាងម៉េចក៏ដោយប៉ុន្តែនិយាយឲ្យតែយើងក្តៅកុំនៅចិត្តប្រយ័ត្នអាលិកចិត្តអស់អញ្ចឹងបាទបាទខ្ញុំប្រកាសថាខ្ញុំសូមប្រមាណកាយក្រាបថ្វាយបង្គំទៅដល់ព្រះករុណានុធរៈទាំង3ព្រះអង្គនិងលោកគ្រូសាស្ត្រជាខ្ញុំមានសំណួរមួយទាក់ទិននឹងសំណួរខាងដើមរបស់បងស្រីដែលថាការគិតខុសការយល់ខុសដែលភ្ជាប់ទៅនឹងថានៅពេលដែលយើងមានជំងឺឬមួយក៏មានអីយើងទៅពេទ្យព្យាបាលហើយប៉ុន្តែយើងនៅដុតធូបបែបបន់បួងសួងដែលគិតថាបច្ចុប្បន្នគេហៅថាផ្លូវក្នុងអញ្ចឹងការដុតធូបបួងសួងហ្នឹងគិតថាវាជាការគិតខុសបាទហើយចំពោះការគិតខុសនេះបើយើងផ្សារភ្ជាប់មកជាមួយនឹងពុទ្ធសាសនាអញ្ចឹងពុទ្ធសាសនាជាពិសេសនៅវត្តអារាមបដិជនដែលជាសង្ឃដែលជាអ្នកទ្រទ្រង់ពុទ្ធសាសនាគិតថាគាត់គឺជាបុគ្គលគិតត្រូវមិនគិតខុសទៀតទេបាទគាត់អញ្ចឹងគាត់ជាបុគ្គលគិតត្រូវប៉ុន្តែឃើញនៅវត្តអារាមនៅមុខរូបរបស់ពុទ្ធរូបតំណាងពុទ្ធហៅបដិមាកលរបស់ពុទ្ធហ្នឹងគឺតែងតែមានកំប៉ុងជើងធូបសម្រាប់ដុតបួងសួងបែបបន់អញ្ចឹងការដែលដុតធូបបួងសួងបែបបន់នេះគឺជាការគិតខុសហេតុអីនៅក្នុងពុទ្ធសាសនាថាការគិតខុសហើយតែនៅតែបដិបត្តិនៃការគិតខុសហ្នឹងឲ្យពុទ្ធបរិស័ទទាំងអស់ទៅគិតខុសនៅក្នុងពុទ្ធសាសនានឹងដូចគ្នាណាមកលោកម្ចាស់នៅវត្តនមោទនីគួយស្ដាប់ជុកចិត្តឲ្យខ្ញុំចង់និយាយដែរណាប៉ុន្តែសំណួរមកអីពាក់ព័ន្ធសំណួរមិញហ្នឹងក៏លោកគ្រូបានបកស្រាយច្រើនហើយបាទការគិតត្រូវនិងការគិតខុសដែលយើងនិយាយក្នុងពធថាសមាទិដ្ឋិនិងមិច្ឆាទិដ្ឋិហើយធម៌ពីរហ្នឹងផ្ទុយគ្នាហើយនៅក្នុងធម៌ក្នុងបៃដកព្រះអង្គសម្ដែងថាសមាទិដ្ឋិហ្នឹងដូចថ្នាំបញ្ចុះញាតិញោមហើយដល់មិច្ឆាទិដ្ឋិដូចញាតិញោមកើតរោគរាគអាហ្នឹងទល់អីបើទល់អញ្ចឹងត្រូវការថ្នាំបញ្ចុះទៅអស់ទៅនៅក្នុងបៃដកព្រះអង្គសម្ដែងដែរហើយមុននឹងសម្ដែងអាត្មាភ្ជាប់សំណួរមិញរឿងជាដូនជាតាអាត្មាអង្គុយគិតក្នុងចិត្តមានថាសំណួរហ្នឹងគួរអាប់ដេតចេញណាញោមណាសំណួរហ្នឹងវាដូចជាហួសសម័យបន្តិចអាចថាអាប់ដេតសំណួរថ្មីបើទូរស័ព្ទគេមាន version ថ្មីមែនទេញោមដើម្បីឲ្យវាដើរស្រួលបន្តិចហើយបើជីវិតយើងហ្នឹងក៏មកនៅដដែលណាអាប់ដេតតិចមកឥឡូវហ្នឹងមានអ្នកបញ្យល់ធម៌ដោយលោកគ្រូឲ្យខំណារាប់ឆ្នាំមកហើយញាតិញោមគួរតែស្ដាប់ឲ្យរំលងកន្លែងហ្នឹងជាដូនជាតាទៅមកដុំទៅមែនញោមហើយក៏ខូចកាច់គេកាច់អីប៉ុន្តែអាត្មាមិនថៃប៉ុន្តែសំណួរហ្នឹងបើអាចអ្នកស្ដាប់ហ្នឹងគួរតែអាប់ដេតចេញហើយព្រោះសួររឿងជាដូនជាតាហ្នឹងខ្លាចកាច់អញ្ចេះកាច់អញ្ចុះមកលោកគ្រូមិញនិយាយដល់ញោមម៉ៅទៀតណាលោកយាយអាត្មារឿងញើតដែរណាប៉ុន្តែមិនអីទេញោមមែនញោមសំណួរដែលសំខាន់ណាគឺសំណួរដែលយើងកំពុងរស់បច្ចុប្បន្ននេះបច្ចុប្បន្នហ្នឹងគឺសំខាន់ណាញោមណាបើមានប្រយោជន៍កាលណាយើងដាក់ចិត្តយើងទៅរឿងខាងក្រៅច្រើនពេករឿងដែលវាពាក់ព័ន្ធរឿងដែលផ្ទុយពីការពិតច្រើនពេកយើងនឹងកម្លាតរស់នៅហ្នឹងឆ្ងាយពីការពិតហ្នឹងហើយដោយរឿងជាដូនជាតាអញ្ចឹងបើយើងក៏តែបន់សុំទៅសុខពីគាត់ហើយយើងអត់ធ្វើវានៅតែសុំហ្នឹងសុំចេះចប់ខ្ញុំសុំអត់ចប់ទេហើយតែកូនឈឺតិចគេបាច់អង្គបាច់កាមហ្នឹងនៅតែអញ្ចឹងញោមនេះជំនឿពីបុរាណយើងអញ្ចឹងប៉ុន្តែយើងគួរតែផ្ដោតសំខាន់លើការសិក្សាស្ដាប់វិញដូចញាតិញោមដែលមាន
សម័យកាលមុនណាចាស់ណាគាត់អាចជាប់អាតម្រងនឹងប៉ុន្តែញោមសម័យថ្មីនេះស្មាគាត់ថាមិនទេឃើញទេពិសេសស្មាមើលអ្នកស្ដាប់អង្គុយខាងក្រោយនេះមកជួនេះស្មាមើលដូចជាមិនទេមែនញោមអត់ទេមើលលើកដៃមិនទេអត់ថារឿងជីដូនជីតាកាច់ជឿមានទេមើលបានលើអត់ជឿណ៎ហេច្រើនអត់ជឿបាទស្មាអត់ដែរបាទហើយកន្លែងហ្នឹងយើងស្ដាប់ធម៌លោកគ្រូបកស្រាយមកដែលរំលើងកន្លែងហ្នឹងបាទអញ្ចឹងស្មាភ្ជាប់សំណួរបងប្រុសមិញនេះនិយាយអំពីដែលពុទ្ធព្រះអង្គសម្ដែងអំពីការយល់ត្រូវហើយនិងការយល់ខុសប៉ុន្តែដល់ទៅវត្តអារាមវិញឃើញតែកំប៉ុងជើងធូបសុំចេះសុំចុះអាហ្នឹងមិនវិញតែវត្តអាត្មាដែរវាណាអាត្មាចារិកាត្រូវមើលដែរកន្លែងហ្នឹងបាទឯកំប៉ុងជើងធូបមានអត់យើងអត់មានទេបាទអាត្មាអត់មានទេប៉ុន្តែអញ្ចឹងញាតិញោមត្រូវដឹងថាបរិបត្តិនៃអ្នកកាន់ពុទ្ធសាសនាយើងដែលតាំងពីសម័យកាលមកដល់បច្ចុប្បន្ននេះយើងជាប់ទម្លាប់ពាក់ព័ន្ធជាមួយជំនឿយើងជាប់បាទអញ្ចឹងកន្លែងណាដែលជាប់ពាក់ព័ន្ធនឹងជំនឿអានេះគេធ្វើទៅយល់ទេញោមយើងហាមគេមិនឈ្នះទេហ្នឹងព្រោះតាមអធិស្ឋានឥឡូវវត្តច្រើនក្នុងស្រុកយើងច្រើនណាញោមច្រើនហើយឲ្យតែហាមមិនត្រូវរបស់គេឡូវយល់ទេញោមអត់បានទេអញ្ចឹងតាមអធិស្ឋាននៃការប្រតិបត្តិរៀងៗខ្លួនក៏ប៉ុន្តែបើតាមមេគារបស់ព្រះសម្មាសម្ពុទ្ធសេចក្តីសុខពិតមិនមែនត្រូវសម្រេចតាមអ្វីដែលយើងសូមប្រាថ្នាតាមរយៈបន់ស្រន់អង្វរកហ្នឹងទេតោះទេញោមបាទមិនមែនត្រាប់តាមហ្នឹងទេតាមពុទ្ធដីកាដែលពុទ្ធព្រះអង្គសម្ដែងហ្នឹងគឺផ្ដោតសំខាន់ដូចគ្រូលើកឡើងខាងដើមអញ្ចឹងថាខ្លួនឯងជាទីពឹងហ្នឹងឯងទីពឹងដែលមានតែខ្លួនឯងហ្នឹងគឺខ្លួនឯងដែលរស់នៅមានបញ្ញាដែលយល់ត្រូវប្រតិបត្តិត្រូវតោះទេញោមប្រតិបត្តិត្រូវរឿងហ្នឹងហើយបើយើងទៅសុំចេះចប់សុំរហូតហើយយើងទៅខ្វះញោមខ្វះរហូតសុំរហូតមែនទេញោមអញ្ចឹងមានតែជីវិតយើងអត់ចេះតាន់រកឃើញទេយើងនៅតែសុំណាមកសរសៃវិស័យជីបអូអញ្ចឹងទៅហ្នឹងហើយមួយយ៉ាងដែរហួយទលោបាទនេះយើងសុំអញ្ចឹងប៉ុន្តែបើសុំបានអត់អីសុំតែបើតាមដំណើរពិតទៅវាអាចបានដោយចិត្តយើងបើសុំបានតែយើងតែកើតទុកមកកគង់មិនចាំមកស្ដាប់អីទៅសុំទាំងអស់គ្នាទៅបានអត់ទេមែនទេញោមបើមិនមកស្ដាប់ទេអញ្ចឹងយើងបង្ហាញឃើញថាមានតែការសិក្សាពធដែលប្រតិបត្តិត្រូវទេដែលអាចនាំសេចក្តីសុខពិតហើយសូម្បីយើងសិក្សាអំពីព្រះអរិយបុគ្គលអីដែលលោករួចចាក់ទុកបានលោកដល់សេចក្តីសុខខ្សែផ្សានបានដល់អំណាចនៃការប្រតិបត្តិរបស់លោកដែលជំរះកិលេសជំរះសេចក្តីសៅហ្មងក្នុងចិត្តលោកនេះដែលអាចរួចចាក់ទុកបានតោះណាញោមហើយបើយើងកិលេសយើងនៅតែពេញហ្នឹងហើយយើងនៅតែសុំអញ្ចឹងមិនបានទេមិនហាមញាតិញោមអានោះជាសិទ្ធិសេរីភាពរបស់ញាតិញោមណាញោមណាបញ្ជាក់មកវិញមិនមែនអាត្មាសកត់ធ្ងន់នៅកន្លែងហ្នឹងអីជាសិទ្ធិសេរីភាពដែលញោមគិតថាត្រូវក៏ធ្វើទៅតោះណាញោមហើយបើគិតថាសិក្សាធម៌ប្រពុតទៅថាគិតថាដំណើរផ្លូវដែលសិក្សាធម៌ត្រូវហ្នឹងមកវិញមកហើយបើយើងសួរថាចុះតាមវត្តមិនក៏មានកំប៉ុងជើងធូបនោះក៏សួរចាតិកាវត្តសួរញាតិញោមក្នុងវត្តហ្នឹងតោះណាញោមហើយបាទសួរស្មាវត្តណាមានទេមិនពោហើយអញ្ចឹងណាបាទដោយសារយើងផ្ដោតសំខាន់ទៅលើការសិក្សាហើយមិនមែនតែធ្វើអញ្ចឹងស្មាដែលអួតប្រាប់គេទេវត្តហ្នឹងល្អអញ្ចឹងអត់ទេគ្រាន់តែយើងគិតថាអ្វីដែលត្រឹមត្រូវប្រតិបត្តិទៅល្អសំខាន់តែយកពធហ្នឹងមកផ្សព្វផ្សាយញាតិញោមស្ដាប់ហ្នឹងគាត់ថាមានប្រយោជន៍គាត់ទៅត្រូវកន្លែងហ្នឹងញោមណាបើយើងប្រតិបត្តិកន្លែងហ្នឹងទៅបាទអាហ្នឹងចឹងហើយមានអុជធូបអីមិនហាមទេបើញោមធ្វើទៅញាតិញោមអស់គ្នាញោមណាមិនហាមទេប៉ុន្តែគាត់តែយើងគិតថាឥឡូវពធដែលចែករំលែកតែលោកគ្រូជាយាមសម្ដែងហ្នឹងគាត់ថាធម៌ហ្នឹងមានប្រយោជន៍សម្រាប់ញាតិញោមដែលស្ដាប់ហើយយើងឃើញថាពេលអ្នកស្ដាប់ហើយទទួលបានធម៌នៃការប្រតិបត្តិហ្នឹងវាបានមែនចឹងយើងឃើញបានភ្លាមហ៎បានទេញោមដូចខ្ញុំស្ដាប់ធម៌ថ្ងៃហ្នឹងស្ដាប់ទៅព្រោះសប្បាយចិត្តដូចមានសេចក្តីសុខយល់ចូលចិត្តអញ្ចឹងយើងបានធ្វើទៅណាផងយើងស្ដាប់ធម៌យើងមានសេចក្តីសុខដែរមែនទេញោមបាទអញ្ចឹងកន្លែងហ្នឹងយើងគួរប្រព្រឹត្តទេគួរហើយបើខ្ញុំនៅតែសុំមកជីវិតសុំចប់ផងសុំរហូតមែនទេណាដូចខ្លះសុំរហូតតាំងពីនៅកើតងាមកសុំរហូតដល់ស្លាប់ទៅវិញអត់ទាន់អស់ពេលសុំផងចឹងគេគិតតែខ្យល់នេះសុំតិចទៀតយល់ទេញោមណាយើងគាត់ទៅហ្នឹងសុំតិចទៀតទៅអាហ្នឹងវាតាមអ្វីដែលយើងជឿចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីធម៌ពីរពិបាកដូចគ្នាបុគ្គលដែលមានសមាធិយល់ត្រូវហ្នឹងក៏ពិបាកបុគ្គលដែលមានមិច្ឆាទិដ្ឋិយល់ខុសហ្នឹងក៏ពិបាកនេះសម្ដែងវាធ្ងន់ទៅខ្ញុំហ៎ទេធ្ងន់ហ្នឹងបានព្រោះហ៎ណាហើយចេះថ្មមើលកន្លែងហ្នឹងថ្មអានចំដែរអង្គសម្ដែងថាបុគ្គលដែលមានការយល់ត្រូវដូចលើកឡើងមកអញ្ចឹងដូចលោកគ្រូសម្ដែងពី
อะไรยังไม่อ่างใบมันได้ชอบจมวยเอาวัดใบมันยังนะได้ยงสู้เรื่องศาสนามันเนี่ยสู้ศาสนามีในทำไมต้องหลุดกับชอบทอนังม้อปีเอาวัดใบให้หลุดครูถึงกี้อะไรยังไม่อ่างใบมันมีสมาสังกัปปะสมาตเทจังไรนั้นโลกสำนักท่าพวกก็ได้มีการยศดักน้องไปคอไว้เนี่ยเอาไปชิมไม่ชาติเทไว้เงี้ยตาเลยก็เงี้ยแต่พวกก็ได้มีไม่ชาติเทดักไปหมดเตยไว้ตัวบาดด้วยเนี่ยจังปีต้องบาดด้วยเนี่ยย้อนอะไรยงให้เรื่องไว้ห่างไกลเรื่องแกะปอนเรื่องไว้แต่ยันยมเชื่อนั่นเรื่องว่ายันยมให้บ่นใจปากอะไรนั่นยันยมเจที่เราเนาะตอนนั้นยงเชื่อหลงskuดเลยai chê cái năng bán mọi cái chêแต่cái chê mấy cái anh mô tận đi chẳng mà rồi mà bên hà Việt Nam miền tại cả sắc xa pi bệt thọ đạiประสมาสัมพุทธองค์สมัยเลยรอให้Việt NamนะยังเมียนใบดอกเมียนไอเรียนโซนViệt Namเรียนสดับเป็นเตยเปล่าจังไงจุนดาวครูต่อวะติดเลยมาเลยrồi ở đây nhau đấy mà chơi nhau màน้องเรียนมาจีนเนี่ยบุน้องศาสนานี่มาเคยลำไรในปะทอนนั่นคือสำคัญมาอย่างนั้นให้บวชปัจจัยให้เมียนไปเรียนนาตือศึกษาเรื่องนาใดมันประเดี๋ยวปีบัวจารย์ศาสตร์ได้จังมาเคยลำไรในทอใดปะองสำไรมาน้องกุมปีปัจจัยใบดอกได้น้องกุมปีเซ็งได้เคยทัศรอบจีมวยจีวัดใดยังรู้น้องเพียบจีมันรู้ให้ได้ทอนั่งไอ้นั่งแต่ไอ้ทายโยม้อปฏิบัติบางจังมันในขนมในกาไม่ประองสำนักแต่เพียแต่ทอนั่นคือสเปียแต่ตรงนั้นตรงสัตว์นั่งไอ้ได้รู้ทอดปีกับน้ำมันหล่อกับน้ำได้ใบพูไม่จังเตยให้ตักน้องสัตว์นั่งเจนปีอ่ะสิได้ตกหนึ่งทอนั่นก็อยู่นะนั่นก็ไรนั่นคือพิเศษจังมันยังยงได้เมียนในไซส์ดับทอโยเนี่ยตั้งอ่ะนี่นะยังยงนะได้คุยสดับตั้งอ่ะได้ยกจะตกดันนี่ทำไมมือตั้งบกมันเนี่ยมาสดับเนี่ยมันเนี่ยสดับกับปริศในก็เมียนไหนโยมปริศน์จังมีในท่าเคยนำไรในทอนั่นคือสำคัญนะสำหรับชีวิตนั่นนะอาจจะสดับทูจัดสดับเต็มสบายปีอาจจะได้ตกนั่นจังขณะไปได้สดับนั่นส่วนใหญ่ยังมันจะชีวิตนาเสียยังทางอัลเต้กับมันได้สดับทอนั่นกับรูปทอนั่นก็ทำดำน้ำนั่นตระเกสดับทอนั่นเชี่ยวออกไปในการปฏิบัติชีวิตนั่นปฏิบัติไม่อุตหะท่ายันยงกับปงขังแต่ขังโตสักให้ตกจังไปแต่ปฏิบัติจมูกขังนั่นไม่เอาตระก็ยังไหมกาดที่มันยมอะไรนั้นอะไรจังรำเลิงอะไรนั่นจังมันมาสดับสมโนคลาสมาโคสมัยกานั่นเลยซะจังก็รำเลิงปีไปจุบันเพียบในอะไรยังกับปงรนเลยนั่นเอายังบานโยนตระกับปีสิกได้ปิดได้ปพุทธองค์ไปเรียนมาหนึ่งให้อาจารย์ยังทอไปยังเคยนำลายทอนั่งอาจารย์มากระทามันเมียนบุกกรน้ำไว้สำได้เราเคยไปปพุทธนั่นไงเห็นไหมแม่นยมแม่นให้เป็นแต่ยังศึกษาประพุทธองค์ทั้งสัตว์โลกาตกมาเป็นไอ้เลิกไปผมมวยนั่งดิโลกผมมวยนั่งนะมันโลกนี่ให้โลกผมมวยมันโลกใบอ่องนี่นะที่จะลองโลกใบอ่องแม่เนี่ยโลกใบอ่องมันน้อมตกไปยันยอมแม่จังจะร้อนผมมวยนั่งได้เรียนวิศวกรเรื่องราข้างโลกนั่งเมาดามไหนกรรมประเด็นสันติมายังมีกรรมนั่งที่ไปใจมายังกรรมมามีพเนจมีตะเจียมีจมอมีดาดมีกายมีจัดไม่นะโยมได้บอกbạn cho đây sao này khơi nhỉ đây lắm đây lư xong lên cái dây máu khăng đi ấy đây quy cực tới bạc thì bẹ nào nó khăng đâyเลยđây ấy dân xưa Việt Nam ôi dân cá thằng ớt đi thom làm nào thom chiếc nó bị phơi cá vào viên chẳng mồm ấy cá tục tử chẳng bàn sum nua đã nhôm xua mà nhá bởi dân sắc xa vì bột vai trận nào đó bọc ra sầm sầm bột đời lỏ để nhang sạch thiê dân thật mà mình trongสำนักดอทาโตเดี๋ยวโยมศึกษาชราเนี่ยมาจังสำนักทาดักจัดสดับอุดรมันทายโยมเนี่ยซัวสำนวนนั่งรอสำนวนรอมันเต็มยันโยมเนี่ยซับแต่งลายแต่งออกเนี่ยนั่งเบอร์เซนจะมีสถีสดับเต็มเต๊ะสดับปีปปดนั่งนะปีโปรยังรวมในขนมจังเก่าในปปดศาสนาเนี่ยจังเบอร์ยังดักจัดสดับทอดได้ปปดสำนักตามวิญญาณลูกครูมากระทายันโยมหนึ่งมันโยลำปีเอาไว้ได้ปปดปังสำนักมายันโยมยันยมหนึ่งโยธาดำไหลในทอนั้นสำคัญให้การปฏิบัติยันยมเรื่องจุ่มเรียหนึ่งเรื่องจุ่มเรียหมดอะไรนั้นองสมัยไปดับเจ้าครูอะไรเรื่องจุ่มเรียนั้นองสมัยทำบุคคลนะแต่เรียนสมาธินั้นเรื่องจุ่มเรียนึกไม่ชาติเทนั่นไงกายโยข้อหนึ่งเรื่องคนไอ้หมอให้การไปแต่ยันยมดับทอนั้นโยเตอร์เราได้บอกใส่กับสู้สมโนเนี่ยด่านกันทีนะไปแต่โยธาทอนั้นมีดำไหลทอนั้นไอ้ทวด
ហើយអាត្មាធ្វើចឹងមិនកើតញោមប៉ុន្តែនឹងជាជំនឿជាលទ្ធិរបស់គេយល់ទេញោមប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គមានផ្លូវដែលត្រូវប្រតិបត្តិរបស់ព្រះអង្គមានដែលអរិយមគ្គ8មិញញោម8មិញមានសមាធិធិមិញអានឹងជាផ្លូវជាអបាយដែលរួចចាក់ទុកនឹងប៉ុណ្ណឹងក៏អញ្ចឹងសំណួរពាក់ព័ន្ធមិញនេះអាត្មាក៏ទៅចូលរួមរំលេចកន្លែងហ្នឹងមកវិញអញ្ចឹងរឿងជំនឿក្នុងលោកច្រើនណាស់ក៏ងាយអ្នកណាឲ្យយល់ត្រូវតែរឿងធ្វើជាសេរីភាពរបស់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាញោមណាតោះណាញោមក៏ហើយបើញោមសិក្សាទៅញោមនឹងលះញោមនឹងដឹងខ្លួនឯងដំណើរផ្លូវដែលពុទ្ធបរិញ្ញាហ្នឹងកាលណារៀនហ្នឹងដឹងខ្លួនឯងតោះណាញោមដោយប្រសងអីលោកមកបួសអញ្ចឹងរៀនអំពីពុទ្ធិកាព្រះអង្គសម្ដែងមកក្នុងបៃដកហ្នឹងដែលគេកំពុងវែកញែកថ្ងៃហ្នឹងរឿងបៃដកកាលណារៀនទៅយើងឃើញតម្លៃធម៌ហ្នឹងហើយប្រតិបត្តិធម៌ហ្នឹងឯងញោមហើយបើរៀនទេអាហ្នឹងតាមឧបនិស្ស័យទៅជាងកាលគេញោមចាំបានសំណួរហ្នឹងក៏មានគេសួរច្រើនដែរសួរទៅតាមវត្តហ្នឹងក៏វត្តហ្នឹងវត្តនេះធ្វើអញ្ចេះវត្តនោះធ្វើអញ្ចោះហេតុអីមិនខុសគ្នាញោមវត្តនៅពោធិ៍សាត់ធ្វើអញ្ចេះហេតុអីវត្តនៅនោះធ្វើអញ្ចោះហេតុអីមិនខុសគ្នាចៅតិកានេះអញ្ចេះហេតុអីមិនចៅតិកានោះអញ្ចោះចៅតិកាខុសគ្នាយល់ទេញោមហើយវត្តក៏ខុសគ្នាដែរអញ្ចឹងមិនប្រកាសថាចូលមកក្នុងសាសនានេះហើយបានសិក្សាធម៌ពុទ្ធនឹងត្រូវក៏មិនអាចមានទាំងអស់ដែរតោះណាញោមហើយនិយាយបែបនេះមិនមែនអាត្មាប្រកាន់ថាអាត្មាសិក្សាត្រូវទាំងអស់ទេមិនមែនទេគាត់នៅតាមការសិក្សាតាមការប្រតិបត្តិទៅឃើញថាធម៌ហ្នឹងវាមានពិតមែនសម្រាប់ជីវិតហ្នឹងហើយយើងទទួលស្គាល់ថាការពិតដែលពុទ្ធបរិញ្ញាហ្នឹងវាពិតអញ្ចឹងមែនតោះណាញោមគេឃើញពិតអញ្ចឹងមែនញោមមែនអនុមោទនីមែនហើយស្មាចប់ប៉ុណ្្នឹងឯងបងជួយលោកគ្រូបាទសូមអរគុណព្រះអង្គគ្រូចារិកាបានបរិយាយរឿងបិទធូបនេះចេះខ្ញុំចង់ឲ្យដោះគំនិតមួយដែលបងលើកឡើងហើយបងឬបងហ្នឹងហើយលើកឡើងបាញ់មិញថាក្នុងនាមជាអ្នកបួសនៅវត្តហ្នឹងគឺវាតំណាងតួអង្គនៃការយល់ត្រូវហើយតែមិនក៏ដឹកនាំឲ្យដុតធូបអីចឹងណាខ្ញុំចង់ឲ្យដោះពាក្យមួយថាមិនមែនការបួសតំណាងឲ្យការយល់ត្រូវទេទល់តែបួសឲ្យរៀនត្រូវទៀតហើយរៀនត្រូវហើយក៏មិនតាន់ប្រកាសតែយល់ត្រូវទៀតវាស្រេចនៅលើបុគ្គលហ្នឹងយកទៅគិតពិចារណាយ៉ាងម៉េចមានយោនិសោលក្ខណៈយ៉ាងណាយើងមើលដូចជាព្រះទេវទត្តមករៀនក្នុងសំណាក់ព្រះពុទ្ធសួរថាតើលោកមករៀនក្នុងសំណាក់ព្រះពុទ្ធហ្នឹងរៀនខុសឬរៀនត្រូវប៉ុន្តែមកពីអាខាងក្នុងនេះវាអត់ត្រូវយល់ទេដំបូងឡើយរៀនល្អប្រតិបត្តិល្អរហូតដល់ញ៉ាំងអធិចិត្តឲ្យកើតឡើងទេវទត្តបានឈានទៀតបានគុណធម៌ជាលោកីទៀតហើយល្បីនៅក្នុងសង្គមសង្ឃថាទេវទត្តជាភិក្ខុចេះដឹងមានឥន្ទ្រីសគុតសង្គមល្អអញ្ចឹងហើយបានត្រូវបានតែងតាំងឲ្យជាភិក្ខុណោវេទកាហ្នឹងមានន័យថាជាអ្នកឲ្យអវាទភិក្ខុណីអញ្ចឹងភិក្ខុដែលគេជ្រើសរើសឲ្យទៅឲ្យអវាទភិក្ខុណីគឺជាភិក្ខុដែលមានសិលល្អឃើញទេមានការសិក្សាល្អចេះបដិមកទាំងពីរទៀតចេះវិន័យរបស់ភិក្ខុហើយចេះវិន័យរបស់ភិក្ខុណីទៀតហើយមានការប្រព្រឹត្តល្អទៀតទើបត្រូវបានគេជ្រើសតាំងទៅជាអ្នកឲ្យអវាទភិក្ខុណីដល់ពេលមានទូនាទីទៅឲ្យអវាទភិក្ខុណីអញ្ចឹងអាគេឈ្មោះនេះវាចេះល្បីហ្នឹងណាដល់ល្បីយូរគេគោរពព្រះទេវទត្តចេញយូរវាល្បីដែរបន្ទើសតែមួយអញនឹងវាគ្រាន់តែបន្ទើសមួយទៅណាទៅប្រពុតវាទៅក្រោមប្រពុតណាអញ្ចឹងធ្វើម៉េចឲ្យព្រះអង្គសម្រាប់ទៅអញធំជាងគេអញអ្នកគ្រប់គ្រងសង្ឃទាំងអស់មកដល់មានអាកំណត់បាបអញ្ចឹងសួរថាយល់ត្រូវទៀតទេអត់ទេទោះបីជារៀនតាមពុទ្ធដីកាមកក៏ដោយក៏ប៉ុន្តែបើអាខាងក្នុងនឹងវាមិនល្អក៏វាមិនអាចប្រព្រឹត្តត្រូវបានដែររហូតដល់បំបែកសង្ឃរហូតដល់ធ្វើអនន្តរិយកម្មអញ្ចឹងតែយើងគិតថាឲ្យតែបួសជាតួអង្គនៃការយល់ត្រូវសូមដោះកំណត់នឹងចេញហើយអ្នកមិនបួសសុទ្ធតែជាអ្នកយល់ខុសក៏ត្រូវតែដកកំណត់នឹងចេញដែរពីព្រោះតួសមាទិដ្ឋិនេះអាចចម្រើនឡើងទាំងបព្វជិតទាំងក្រហោះមិច្ឆាទិដ្ឋិខុសហ្នឹងទាំងបព្វជិតទាំងក្រហោះតែថាមានឱកាសរៀនសូត្រច្រើនជាងគឺបព្វជិតលោកមិនមានកិច្ចការងារចិញ្ចឹមជីវិតដូចយើងអញ្ចឹងលោកមានឱកាសក្នុងការរៀនច្រើនប្រតិបត្តិច្រើនប៉ុណ្ណឹងឯងហើយម្យ៉ាងទៀតនៅក្នុងរឿងឃើញយ៉ាងនេះយ៉ាងនោះដោយព្រះអង្គគ្រូលោកលើកមកអញ្ចឹងវាមិនបញ្ជាក់ពីភាពខុសត្រូវតែមួយមុខនឹងទេវាមានរឿងច្រើនប៉ុន្តែបើសិនជាយើងយល់តែរឿងកម្មផលមួយរឿងទាំងឡាយហ្នឹងលែងជាបញ្ហាមកជជែកគ្នាហើយអញ្ចឹងណាវាលែងជាបញ្ហាហើយការសុំនោះមិនមែនទល់តែដុតធូបទៅសុំទេបើមនុស្សត្រូវការសុំត្រូវការបន់ជួនកាល
អត់មានអីក៏លុតជង្គង់បួងសួងសុំដែរអត់មានធូបមានអីក៏សុំដែរហេតុអីបានចេះតែសុំមនុស្សដែលសុំជាមនុស្សមានសភាពពេញនៅក្នុងចិត្តឬក៏ជាមនុស្សខ្វះនៅក្នុងចិត្តខ្វះចុះមនុស្សដែលឲ្យគេមកពីមនុស្សពេញក្នុងចិត្តឬក៏ខ្វះដូចម្ចាស់កម្មវិធីថ្ងៃនេះទៀមឲ្យមហូបអាហារពួកខ្ញុំនេះគណៈហ្នឹងខ្ញុំអត់និយាយគណៈផ្សេងទេណាគណៈដែលថាខ្ញុំសុំប្រគេនចង្ហាន់សុំនេះតែសុំឲ្យមិនមែនសុំយកទេមែនទេសុំឲ្យតាមពិតយើងមិនគិតថាមហូបអីនៅហ្នឹងទេប៉ុន្តែគាត់សុំឲ្យមកបរិភោគអាហារនៅហ្នឹងសុំឲ្យតែគណៈដែលឲ្យហ្នឹងចិត្តពេញឬក៏ចិត្តខ្វះអាចិត្តពេញហ្នឹងឯងហៅថាបុណ្យណាអញ្ចឹងបានធ្លាប់លើលោកទេសនាទេពាក្យថាបុណ្យជាភាសាសំស្ក្រឹតខ្ញុំចេះទេតាមនៅនេនតែខ្លួនអត់យល់ទេមិនពេញស្អីខ្ញុំចេះថាតាមសភៅនេះអ្នកធ្លាប់បួសទេដឹងហើយមែនទេអាសភៅទេសនាហ្នឹងហ្នឹងប្រកាសជាធ្លាប់អីហ្នឹងហើយពាក្យថាបុណ្យជាភាសាសំស្ក្រឹតបាលីថាបញ្ញៈប្រែថាពេញណែនាងវកហវិថាអត្តណោសន្តានังបណាតិសោធេតៃតិបញ្ញੰធម្មជាតិណាដែលចូលទៅជំរះសន្តានចិត្តឲ្យស្អាតផុរផង់ធម្មជាតិនោះឈ្មោះថាបុណ្យទេសមកតាមដាប់ចឹងនៅច្បាស់ចាស់ប៉ុន្តែអត់យល់ទាំងខ្លួនឯងអ្នកទេសនោះអត់យល់ផងកាលនោះមិនដឹងស្អាតមិនទៀតថាស្អាតទៅស្អាតប៉ុន្តែស្អាតមិនប៉ុន្តែបន់ដែរថាស្អាតដែរហ្នឹងហើយពេញក្នុងទីនេះយើងមើលទៅនៅក្នុងអធរដែលវាកើតនៅក្នុងវាមានសទ្ធាវាមានហិរិវាមានអត្តបៈវាមានធាតុអលោភៈក្នុងហ្នឹងធាតុអត់ខ្វះបានហៅថាបុណ្យបានចិត្តវាអត់ខ្វះចិត្តហ្នឹងវាពេញដោយសេចក្តីសុខពេញដោយបៃតៈពេញដោយបាមកជានិយាយទៅចិត្តហ្នឹងវាសុខភាពល្អអាគណៈហ្នឹងហៅថាបុណ្យអីบอกអាឡែកបួងសួងព្រះអង្គអើយជួយកូនកណាផងព្រះអង្គអើយមុខរបរខ្ញុំមកឡូវលុកដីមិនដាច់ទេព្រះអង្គអើយខ្វះអីថាបុណ្យទៀតហើយអាតួខ្វះស្អីគេដល់យើងសិក្សាបានដឹងថាអាតួខ្វះជាសុំពីព្រះអង្គស្អីគេលោភៈតើហើយលោភៈហ្នឹងបុណ្យឯបាបទៅធ្វើបត់ទៅបាបពេញទៅវត្តអីនាំគ្នាថាធ្វើបុណ្យឃើញទេនេះគេហៅថារូបភាពក្បត់ខ្លឹមសារអំពើនេះវាក្បត់ខ្លឹមសារស្លាកដាក់បុណ្យតែកំពុងធ្វើបាបអញ្ចឹងហើយបានជាយើងប្រាថ្នាយូរហើយសេចក្តីទុកនឹងដោះមិនរួចសោះនៅតែខ្វល់ទេពិបាកចិត្តច្រើនទេព្រោះយើងអត់ដែលសំបុណ្យទេយើងសំតែចង់បានថាទៅលក់ត្រីចុះតែចង់ចំណេញទៅមកជួបព្រះចង់ចំណេញពីព្រះទៀតចាក់ដឹកធូបមកតសៃឲ្យសុំពីព្រះអង្គនឹងមិនចង់ចំណេញមែនទេដូច្នេះប្រសិនបើមិនយល់នៅពាក្យរបស់ព្រះអង្គហើយទោះបីមិនអុជធូបក៏នៅតែដដែលដែរមែនទេណាថ្វាយផ្កាម្ដងចុះលូលោកថាអុជធូបនោះវាបង្កើតដាក់ផ្កាព្រះអង្គអើយជាតិណាឲ្យកណាស្អាតដូចផ្កាព្រះអង្គអើយសុំទៀតវាអត់ឃើញថាឲ្យព្រះអង្គដោយស្មោះម្ដងណាសាកមើលយើងដើរទៅថ្វាយអង្គមព្រះឲ្យអត់សុំម្ដងមើលមិនសប្បាយចិត្តយើងថ្វាយម្ដងណាសុំថ្វាយម្ដងណាសុំដល់ហើយវាមិនសមតែអាការខកចិត្តហ្នឹងចុះតែយើងទៅថ្វាយសុំឲ្យប្តីសុខសប្បាយដល់ប្តីគ្រោះថ្នាក់ចរាចរណ៍ខឹងវាអត់ដូចចិត្តហ៎សេចក្តីទុកព្រោះបាននៅរបស់ដែលមិនចង់ជួបឲ្យវាព្រាត់អីជាដើមហ្នឹងការទុកអញ្ចឹងការស្រាយថាណែធ្វើអញ្ចេះខុសធ្វើអញ្ចេះត្រូវអត់ចេះអស់ឯងវាទល់តែយល់ស្អីបុណ្យស្អីបាទពិតប្រាគាត់ឲ្យបានអានឹងទៅបានទល់តែស្ដាប់ធម៌ព្រះអង្គមែនទេណាមិនមែនស្ដាប់ធម៌តម្រូវចិត្តទេណាស្ដាប់ធម៌ព្រះអង្គនិយាយពីហេតុផលនៃជីវិតពិតប្រាកដហ្នឹងហើយត្រូវស្ដាប់ត្រូវសិក្សាពាក្យព្រះអង្គមួយឲ្យច្បាស់ទៅយូរទៅមានសទ្ធាមានសតិហេតុអត្តបៈហ្នឹងវាកើតរឿយទៅចិត្តហ្នឹងស្រួលហើយលែង stress ហើយហ្នឹងហើយមើលខ្ញុំមើលវាជេរចង់អត់ stress ផងខ្ញុំមានទៅ stress អីមួយអ្នកជេរនោះពូអ្នកជេរកំពុងកើតបាបហ្នឹងអីណាតែខ្ញុំមានគំនុំមួយអ្នកជេរថាអត់ទៀតនិយាយហ្នឹងមិនមែននិយាយយកអេអីទេណាមែនទេសួរអ្នកនៅចិត្តខ្ញុំដែលខ្ញុំលូមួយអ្នកជេរមួយតែថាខ្ញុំនិយាយម្នាក់ឯងថាមិនដឹងពីក្រោយមិនផងឲ្យទៅសួរអ្នកនៅចិត្តខ្ញុំនេះអ្នកនៅចិត្តខ្ញុំមានតែហាមគាត់មែនអត់ហើយគាត់តែឃើញណាជេរខ្ញុំគាត់បាក់ចិត្តដែរគាត់ចង់តខ្ញុំហាមរហូតហ្នឹងហើយខ្ញុំថាកុំឲ្យបាបគេឆ្លងចូលចិត្តណាខ្ញុំកំពុងតែដោះស្រាយវិបាកកម្មចាស់របស់ខ្ញុំឲ្យគេជេរឲ្យឆាប់អស់បាបខ្ញុំឲ្យវាឆាប់អាវិបាកកម្មចាស់របស់ខ្ញុំនោះព្រមទទួលមានតែឆាប់ចប់តែមិនព្រមទទួលមាននេះតវ៉ាមានន័យថាយើងតថ្លៃការតទៀតឃើញទេយើងឃើញអ្នកជេរដូចជួយរំលោះបាបចាស់ឲ្យខ្ញុំចឹងរឿងអីខ្ញុំមិនដេកស្រួលឃើញអត់ឃើញស្រួលទេសុខទុក្ខថែមព្រះថានៅលើចិត្តវាមិនមែននៅលើមាត់អ្នកដតីណាបើសិនបើយើងទុកសុខទុក្ខរបស់យើងនៅលើមាត់អ្នកដតីមានន័យថាយើងមិនយល់ពាក្យថាសេចក្តីសុខឬទុក្ខកើតពីចិត្តទេចិត្តតាំងគុតតាំងសុខាវហੰទូនមានចិត្តនាំមកនៅសេចក្តីសុខហើយទូនមានចិត្តផងងប់គេជេរបន្តិចអស់សុខអលីអានឹងពាក្យហ្នឹងវាឡើងត្រូវបាត់ហើយឃើញទេ
ចិត្តតាំងតន់តាំងសុខាវហានការទូនមានចិត្តនាំមកនៅសេចក្តីសុខចិត្តណាចាក់ខ្លួនឯងតាឃើញទេងាយទេឥឡូវនេះអាលោកធម៌ខាងក្រៅដូចភ្លៀងឥឡូវឃើញភ្លៀងហ៎ភ្លៀងនេះបើមិនជាយើងអត់មានដបូលទេយើងមិនពិបាកអីចុះបើដបូលចិត្តអីយើងស្រួលទេអញ្ចឹងភ្លៀងហ្នឹងមានទុកកង្វល់ឲ្យដល់យើងហ៎ដូចគ្នាពាក្យសម្ដីសរសើរនិន្ទាសុខទុក្ខខាងក្រៅដូចភ្លៀងហ្នឹងអញ្ចឹងយើងមើលតែចិត្តយើងប្រក់តែចិត្តឲ្យតែចិត្តដេកលក់ឈឹមជាងការអ្នកកជេខ្ញុំពុំដេកលក់ណាអ្នកក្តៅអ្នកជេហ្នឹងនិយាយប៉ុណ្ណឹងក្តៅទៀតហ្នឹងបាទជាបឋមខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំដល់កូនកើតទាំង3ដែលក្តីគោរពនិងសូមនមស្ការព្រះសង្ឃគ្រប់អង្គព្រមទាំងជម្រាបសួរលោកគ្រូនិងញាតិនៅក្នុងឡាននេះទាំងអស់បាទអញ្ចឹងសូមបញ្ជាក់ដែរថាសន្តានាមកក្រែមិញនេះគឺព្រោះចុងក្រោយហើយបងប្អូនយល់ឃើញថាព្រោះយ៉ាងម៉េចនោះបងប្អូនចូលទៅមើល page របស់លោកគ្រូផ្ទាល់បាទហ្នឹងហើយឥឡូវនេះគឺធ្វើដំណើរចេញពីខេត្តបាត់ដំបងទៅពោធិ៍សាត់ហើយអញ្ចឹងក៏សូមជម្រាបដែរថាស្អែកកម្មវិធីប្រគិនចហាន់ប្រសង់ទាំងព្រឹកទាំងថ្ងៃលោកគ្រូណាបាទគឺសុជាតិជាម្ចាស់កម្មវិធីតក្កណានឹងប្រទៀនហើយប្រគិនចហាន់ប្រសង់តាំងពីព្រឹករហូតដល់ថ្ងៃហើយចាប់ពីកម្មវិធីហ្នឹងក៏យើងឈ្មោះទៅភ្នំពេញវិញហ្មងលោកគ្រូណាបាទទៅភ្នំពេញទាំងថ្ងៃនឹងតែម្ដងហើយកម្មវិធីបន្ទាប់ទៀតគឺថ្ងៃហ្នឹងថ្ងៃ3គឺព្រៃវែងនេះពីរកន្លែងខ្ញុំផ្លេចហើយចូលតែមើលទីតាំងមិនដឹងថាវត្តណាបងប្អូនខាងព្រៃវែងអញ្ចឹងចង់ចូលរួមអាចអញ្ជើញតំបន់ស្រុកបាភ្នំអញ្ចឹងចាំស្អែកចាំដាក់ព័ត៌មានលម្អិតជូនហើយឥឡូវនេះកំពុងតែធ្វើដំណើរពីបាត់ដំបងទៅពោធិ៍សាត់អញ្ចឹងក៏មានចំណាប់អារម្មណ៍លោកគ្រូនឹងជូនបទចម្រៀងមួយបទក្រោមចំណងជើងថាលាបាត់ដំបងឬក៏ចំបៃបាត់ដំបងចំប៉ាបាទអញ្ចឹងសូមក្រុមអញ្ជើញលោកគ្រូអត់មានរតនាធរទេហ្នឹងហើយធរលោកគ្រូលោកភ័ក្រធរហ្នឹងហើយចំណងដៃហើយសុជាតិនេះក៏ច្រៀងដែរប៉ាបាត់ដំបងបាទប៉ាបាត់ដំបងសូមក្រុមអញ្ជើញលោកគ្រូអូបាត់ដំបងមណ្ឌលចិនអើយខ្ញុំសូមលាហើយលាទាំងអាឡ័យតាំងពីខ្លួនខ្ញុំបានឃ្លាតទៅឆ្ងាយខ្វល់ខ្វាយនឹងស្ដាយពុំមានពេលហើយអូបានដំបងកងកម្មវាសនាដែលខ្ញុំប្រាថ្នាគ្មានពេលទំនេរបើសិនជាគូខ្ញុំពីបពេសូមឲ្យមានស្នេហ៍នឹងឃើញគ្រាដែរកូនលងយូរឆ្នាំចាំទេស្ងួនមានតែរូបអូនដែលជាដង្ហើមចំពោះនោះឡងចិនបងសង្ឃឹមញញឹមថាបានជាគូវាសនាអោបានដំបងចំពងយូរហើយតែថ្ងៃណាឡើយបានយល់ព្រះត្រាចិនជ្រួលច្របល់រាល់ថ្ងៃក្លោចតាចង់បានចំប៉ាបានដំបងអើយបន្តកូនលងយូរឆ្នាំចាំទេស្ងួនមានតែរូបអូនដែលជាដង្ហើមចំពោះនោះឡងចិត្តបងសង្ឃឹមញញឹមថាបានជាគូវាសនាអោបានដំបងចំពងយូរហើយតែថ្ងៃណាឡើយបានយល់ទាំងត្រាចិនជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សាចង់បានចំប៉ាបាត់ដំបងអើយចង់បានចំប៉ាបាត់ដំបងអើយចង់បានចំប៉ាបាត់ដំបងអើយបាទព្រោះទេបងប្អូនបើចំពោះខ្ញុំដឹងតែព្រោះតែបើឲ្យខ្ញុំលេងភ្លេងដឹងតែបុកទឹមជក់បាត់ហ្នឹងហើយអញ្ចឹងហើយក៏ចាប់ហើយចំបៃបាត់ដំបងចំប៉ាបាត់ដំបងអូនជាងម្ដងខណៈហ្នឹងបែបប្រហែលជាម្នាក់ហ្នឹងឈ្មោះចំប៉ាគូប្រហែលបែបឈ្មោះចំប៉ាព្រោះអត់ដាក់ចំបៃផងបែបឈ្មោះចំប៉ាតែមករយៈពេលក្រោយនេះឈ្មោះចំប៉ាចំពោះមនុស្សស្រីមានអ្នកបាញ់លបឿនកំលឿនពេកគេថាចែអូពោះមករដ្ឋបាលហ្នឹងគូអញ្ចឹងហ៎មករដ្ឋបាលទេឲ្យតែខំ100ចឹងបងប៉លីសខំទៅផ្លូវមុខអីខំ100មិនអីទេបើគេចាប់អស់លុយតិចបាត់ដំបងមានបត់ច្រើនណាស់នេះអត់យាយគឺបាត់ឡើយយ៉ា
ตัวมันเคยไงบริโนมกไหมตัวบ้าน học tàiนี้ไม่เอาเติมน้ำหวานไม่เอาGoogle của chụp ba hay bóng thông của giấy chụp ba thì bắt đám lấy cái chặt nhưng mà còn họp tờ mò squad mình tên hay Google của hội chẳng năng đá sau kia ván từ 10 kia từ chẳng bàn xong mình chạy thật thò và chẳng đá bữa thà miền tật thể sau kia thấy từ bàn thằng mò hay quả sau bắt đừng bắt cá luôn này cái cá mò mùi pleu nó cứ mình cao tầm mò tại quản ha tụi pleu xây cái ai đo cô đào được cái năng liền thì ở thà xa mà ký xa kia cái của pleu xây cái tại từ đó từ đại được cái mình thơm dụng một số bãi riêng luôn nên từ thơm số bãi rùm here đấy bởi thơm số bãi rùm hết từ chỉ mùi kia bạn chẳng hái bom ổn đã miền chẳng ngon để cho nâng sầm nua ở đầu viên bị bắt na cái đây rồi có ai bị thom cái đấyคืออันนี้ไอ้กราปีធ្វើការសិក្សារៀនសូត្រដោយខ្លួនឯងទេដើម្បីញែកថាតើវាយ៉ាងម៉េចបើយើងខ្ញុំចង់ឧទាហរណ៍មួយលោកគ្រូថាឧទាហរណ៍ឥឡូវយើងនឹងក្រោមនៅដើរផ្ទាល់ដីហើយអាគារគេខ្ពស់ដល់អញ្ចឹងគេប្រាប់ថានោះផ្ទះនោះដបូលខ្មៅផ្ទះនោះដបូលខៀវផ្ទះវាមានពីរមួយខ្មៅមួយខៀវតាមណែទៀតថាអត់ទេមានខៀវណាក្រហមហើយលឿងមិនអញ្ចឹងលោកគ្រូដល់យើងអត់បានស្គាល់ដបូលផ្ទះហ្នឹងយើងដឹងជឿមួយណាទេពេលខ្លះវិញដែរចៃដន្យនេះយើងឡើងអាគារមួយទៀតគឺខ្ពស់ជាងអាផ្ទះទាំងពីរដែលគេថាមួយខៀវមួយខ្មៅហ្នឹងគណៈពេលហ្នឹងក៏ហក់លេងបានដែរលោកគ្រូគឺយើងឃើញជាក់ច្បាស់ដោយខ្លួនឯងថាតើផ្ទះពីរហ្នឹងមួយណាដបូលយ៉ាងម៉េចគឺឃើញដោយភ្នែកនឹងតែម្ដងតែបើយើងឡើងទៅហើយអត់ភ្នែកមើលមិនឃើញលោកគ្រូហើយឡើងពេលយប់អីទៅអញ្ចឹងតើមានបច្ច័យគ្រប់ដែរឡើងទៅហើយបើកភ្នែកហើយបើកភ្នែកហើយចំពេលយប់ទៀតអត់ពលឺក៏មើលដបូលផ្ទះហ្នឹងអត់ឃើញដែរអញ្ចឹងដើម្បីឲ្យដឹងជាក់ច្បាស់ចង់ដឹងថាដបូលផ្ទះហ្នឹងពណ៌អីឡើងទៅមើលខ្ពស់ហើយដើម្បីឡើងបានគឺចាប់ផ្ដើមពីជំហានដំបូងដូចយើងឡើងថ្នោតអីលោកបើមិនឈានតែជំហានដំបូងពីដីទៅឡើងលើដល់មួយរួចលោកណាត្រូវបាទហើយក៏ហត់ដូចអ៊ូខុងមកខ្ញុំដឹងតែខ្ញុំមើលរឿងអ៊ូខុងទាញខ្សែពីក្រោមទៅណាបាទអញ្ចឹងអត់មានអីក្រៅពីរៀនទេបងប្អូនហើយខ្ញុំនិយាយនេះខ្ញុំមិនមែនតែចេះអីទេគ្រាន់ថាស្គាល់ផ្លូវតិចអញ្ចឹងក៏មានចំណាប់អារម្មណ៍ចង់ចែករំលែកទៅហើយមុនមិញនេះដូចលោកគ្រូមានប្រសាសន៍អញ្ចឹងថាព្រាបាលដូចជាគ្រូពេទ្យបុរាណហើយនឹងគ្រូពេទ្យសម័យឥឡូវដូចជាកើតតែជ្រើក៏ដោយកើតស្អុយក៏ដោយអត់ស្វាយក៏ដោយសម័យមុនរួមទាំងរូបខ្ញុំផងគឺមួយទឹកខ្យងចេកទឹកចេកខ្យងហើយនឹងមជុលភ្នំត្រាំហើយមួយហើយតគ្នាអញ្ចឹងទៅហើយក៏មានអ្នកជាទៅក៏មានអ្នកធន់ធ្ងរទៅដល់ពេលបច្ចុប្បន្ននេះគឺវិទ្យាសាស្ត្ររីកចម្រើនល្អត្រឹមត្រូវទៅក៏ព្យាបាលដោយវិទ្យាសាស្ត្រវិញក៏ប៉ុន្តែនៅតែបុគ្គលមួយចំនួនតូចដែលមិនបានយល់ច្បាស់ពីបញ្ហាព្យាបាលនៅសុខភាពហ្នឹងក៏នៅតែមួយអាទឹកចេកនិងទឹកខ្យងនឹងដែរទេហើយចុងក្រោយធ្ងន់ធ្ងរគាត់បានរត់មកពេទ្យតែយូរឃើញមួយឥឡូវនេះមិនសូវសម្បូរទេចឹងហើយការសិក្សានៅបឋមហ្នឹងក៏មិនខុសគ្នាដែរហើយឲ្យលោកគ្រូពេទ្យវិទ្យាសាស្ត្រទៅរាប់អានជាមួយគ្រូពេទ្យបុរាណមិនគាត់រាប់អានក្នុងនាមជាញាតិមិត្តក្នុងភូមិក្នុងស្រុកអីហ្នឹងបានតែបើថារាប់អានចូលរួមដៃជើងទៅចុះសម្រុងគ្នារវាងការព្យាបាលដោយត្រាំនេះត្រាំនោះហ្នឹងពេទ្យវិទ្យាសាស្ត្រនេះមិនចូលដាច់ខាតក៏ប៉ុន្តែប្រសិនបើគ្រូខាងបុរាណហ្នឹងមកចុះចូលខាងពេទ្យទទួលបញ្យលទទួលបរិញ្ញាអញ្ចឹងគ្រូបាទចឹងហើយបងប្អូនខាងដោយសារមានប្រវត្តិជឿខាងហ្នឹងអត់ជួយមែនទេបាទមែនតើទៅខាងវិទ្យាសាស្ត្រមានឧបាយបញ្យលច្រើនឲ្យតែព្រមដាក់ចិត្តស្ដាប់ណាបាទលោកគ្រូតែបើខាងជំនឿនោះគ្មានឧបាយច្រើនទេគឺជឿយកតែមកបាទយកពីដូនពីតាមកហ្នឹងចប់ត្រឹមប៉ុណ្្នឹងឯងមកយាយកូនចិត្តលក់ហើយសលេងចឹងមិនខ្ញុំតែងតែលើកឧទាហរណ៍ខ្ញុំលើកឧទាហរណ៍លេងណាគ្រូបាទបរិយាម្នាក់គាត់ឃើញថ្ងៃលិចគាត់យំនឹងយំដោយសារតែគាត់ធ្វើការមិនតាន់ណាតែធ្វើការទៅថ្ងៃនឹងលិចបាត់ទៅក៏វាល្ងឹតធ្វើការកើតហ៎បាទអញ្ចឹងគាត់យំព្រោះថ្ងៃលិចធ្វើការមិនកើតគាត់ស្ដាយពេលវេលាស្រាប់តែបកគលមួយទៀតមកឃើញយំអញ្ចឹងគាត់ដៀលខ្មេះគ្នាទៅថៃស្គួតទេអាថ្ងៃនោះវាលិចអញ្ចឹងតែអត់ស្គាល់ពីគោលបំណងរបស់អ្នកយំហ្នឹងអត់ដឹងទេបាទដល់ពេលមកគ្រាក្រោយមកអ្នកដែលថាបរិសុទ្ធដែលយំស្ដាយថ្ងៃលេងហ្នឹងក៏ម្ដាយស្លាប់ម្ដងហើយក៏យំបោកខ្លួនអញ្ចឹងទៅស្ដាយដល់អ្នកថ្ងៃលេងអញ្ចឹងមកសួរទៅមិនបានអ្នកឯងមិនបងគាត់ថាធម្មជាតិហ្នឹងលេចអញ្ចឹងថ្ងៃហ្នឹង
តែល្ងាចវាលេចហើយថ្ងៃវាព្រឹកឡើងវារះគាត់យល់ច្បាស់អញ្ចឹងថាវាធម្មជាតិដល់ពេលម្ដាយគាត់ស្លាប់វិញឬក៏មានអ្នកណាក្នុងគ្រួសារគាត់ស្លាប់វិញគាត់យំបោកខ្លួនគាត់ស្ដាយស្រាប់តែបរិះដែលយំស្ដាយថ្ងៃលេងមកប្រាប់វិញថាណែយំធ្វើអីមនុស្សកើតមកហើយត្រូវតែស្លាប់តែអញ្ចឹងមិនមែនថាឲ្យយំឯងស្ដាយចំណោះដែរតែវាមិនពេកទេលោកគ្រូដល់ថ្នាក់បោកខ្លួនបោកប្រាណអ្នកខ្លះចង់រត់ចូលភ្លើងដែលកំពុងដុតខំនឹងក៏មានដែរអញ្ចឹងមិនថាអាហ្នឹងមើលត្រឡប់ទៅត្រឡប់មកទៅគឺអត់ដឹងដូចគ្នាតែតាមពិតគោលបំណងអ្នកនេះហ្នឹងល្អទេអ្នកដែលគាត់ស្ដាយថ្ងៃលេងហ្នឹងដោយសារគាត់អត់បានធ្វើការហើយហ្នឹងគាត់តែគិតលេងទេឡើងអត់មានសភៅទេខ្ញុំអ្នកថាខ្លួនឯងchẳng ai mình nghiên ấy thế cái này bị sự chết bằng pê mà đong sự chết đấy sự chết tỏ mòn cái đây mọt chọp ở đây nè mầm chẳng là như cam thi mình to lại mong chết pra máy kêu bà mong nó té vô cái chân dục thế đấy mà ngày thế đấy lại đó té dương ô đòn thường cái ấy rủ đặt đòn thường cao quá đấy chừng mà xa co cô mà xa co ba rủ là ngay chẳng hạt sạch bầm co thế đón từng song cài khải linh phần tư to cho yếm phơi nơi các bà tiên mò sao mà thầm chiết thầm rung lịch cô số rất lớn cho ông ruồn đi tới tiếng đóm bố sờ nở trời khang cát chia phụ công nát sa than sana cả vậy tam phơi miền kề lụa nôm trong này ấy lơ rương mấy hào dương click on ôn công chê sưng ba khăn nâng bong tung còn đào cho rương sân non tức ơi hồ tơ công nơi riêng con nom đuông chất small tư prap niềng pho ao sưng song cài lòng tai nhà chất bê dục ngất tiếp ông ai khno bao chục này hạ sông luôn chia bong ban chuột mà đong nhỏ nhầm miếng chụp rồi phẳng ôn công chê sưng ba khăn nâng bong tung còn đào cho rương sân non tức ơi hồ tơ công nơi riêng con nom đuông chất mò tư prap niềng pho ao sưng song cài lòng tai nhau chất tê dục ngất tiếp ông ai khno bao chum này hạ sông luôn chia bong ban chuột mà đong nhỏ nhầm nghiến chụp chào á bạn mình tranh nhầm điên nhà các bác bài hai biểu luôn miền thực đo mình tranh lục ta xem xịt một tê chẳng ai bàn được cụ bật lực muốn được cho từក្នុងYouTube cái đãi đủ cho cái copyright vậy miền cho copyright bạn chơi lực ru cha chân na cho mà nó tròn xua tại chăm nhầm ăn hết nhân soi sánh hết chăm cụ thay bị cối á bà còn chân na xua thay mua hết đấy mai lực ru riêng phong small phong po tho phong đôi đi sang man chẳng xong lực ru chui bò sái đây là lực ru xong ở cuốn lực ru chẳng nhầm xong bò sái lực ru đi sang man chẳng
លោកគ្រូជាបឋមជនហើយជារាសាមញ្ញមិនមែនបឋមជនហើយជាភិក្ខុទេមែនទេគ្រូលោកគ្រូជារាសាមញ្ញនឹងឯងមិនអីរដ្ឋមន្ត្រីក៏មិនមែនភិក្ខុក៏មិនមែនរាសាមញ្ញក៏តែគាត់ថាអត់ទេមានន័យថាដូចរាសាមញ្ញដូចខ្ញុំនេះរាសាមញ្ញចេះអញ្ចឹងសូមលោកគ្រូបកស្រាយបងចនាផងមិនបានអញ្ចឹងបងចនាឆ្ងល់ ឥឡូវឲ្យប្រែវិញធัวប្រែថាម៉េច អូបងចនាគ្រូវិញថាធေါ်ប្រែថាម៉េច ដូចសាមញ្ញលក្ខណៈហ្នឹងប្រែថាម៉េចប្រែថាលក្ខណៈមិនសាមញ្ញឬក៏លក្ខណៈសាមញ្ញ បែបប្រហែលជាចេះគ្រូយល់ថាយល់ធន់គឺបិទសិទ្ធទាំងអស់ហ្មងមែនទេគ្រូ តាមពិតជាសិទ្ធិសេរីភាពណាឧទាហរណ៍ថាបើឃើញថាការរស់នៅជីវិតបែបហ្នឹងវាមិនចម្រើនកុសលហើយយើងអត់ធ្វើអាហ្នឹងទេយើងទៅនៅព្រៃភ្នំអាហ្នឹងក៏ជាជំរើស បាទ អត់ហាមទេអាហ្នឹងក៏ល្អដែរគួរឲ្យជ្រះថ្លាការប្រពន្ធការអីហ្នឹងវាមិនមែនជាផ្លូវចេញចាក់ទុកទេអញ្ចឹងខ្ជិលការតែហ្មងទៅប្រព្រឹត្តទៅអាហ្នឹងក៏ល្អដែរ បាទ វាជាជំរើសចង់និយាយថាជាជំរើសបើគាត់ថាបើយើងយកទិដ្ឋិរបស់យើងយកទៅដាក់ថាវាមានតែផ្លូវមួយទេហ្នឹងអ្នករស់នៅបែបសាមញ្ញទាំងអស់ហ្នឹងសុទ្ធតែខុសទាំងអស់អាហ្នឹងយើងយល់តាមទិដ្ឋិរបស់យើងឬថាមានទ្រព្យមានសម្បត្តិមានចំនួនឬក៏ការរស់នៅធម្មតាហ្នឹងមិនអាចធ្វើជីវិតឲ្យបរិសុទ្ធបានអាហ្នឹងក៏នៅតែលើយើងគិតហើយថាជីវិតអ្នកអត់ប្រពន្ធហ្នឹងសុទ្ធតែបរិសុទ្ធអាហ្នឹងក៏យើងអ្នកគិតបាទហ្នឹងហើយមានអ្នកខ្លះអត់ប្រពន្ធផងប៉ុន្តែប្រពន្ធច្រើនជាងអ្នកអត់ប្រពន្ធផងនិយាយមែនបាទបងពេកបើដឹងច្បាស់ណាបាទហ្នឹងហើយខ្លះចាស់នេះខ្ញុំមានប្រពន្ធមួយអញ្ចឹងដូចបួសដែរណាถึงរួមមានប្រពន្ធតែមួយញ៉ែហ្នឹងហើយមានខ្លះហ្នឹងមិននិយាយទាំងអស់ទេតាមដែលខ្ញុំដឹងតាមមិត្តភក្តិមកខ្លះអត់ប្រពន្ធទេប៉ុន្តែប្រពន្ធគាត់យករាល់ខែប្រពន្ធមួយគាត់យកមួយអាទិត្យប្រពន្ធមួយគាត់យកមួយអាទិត្យហ្នឹងហើយប្រពន្ធខ្លះគាត់យកសិតតែក្មេងៗដែលល្អដូចថាយើងចង់និយាយថាវាអាក្រក់ពេកបើគាត់ថាមានអ្នកទៅបណ្ឌិតបរិសុទ្ធមិនបរិសុទ្ធទៀតគាត់យកប្រពន្ធគាត់មួយអាទិត្យប៉ុណ្ណឹងឯងយកមកពីស្រុកខ្លះហ្នឹងតម្លៃ $3,000-4,000 អីចឹងទៅមួយអាទិត្យហ្នឹងពេញសិទ្ធទេលោកពេញសិទ្ធរបស់គាត់ហ្នឹងហើយទិញដាច់ហ្នឹងហើយប៉ុន្តែនៅក្នុងសង្គមគាត់ថាគាត់អត់មានយកប្រពន្ធអីទេបាទហើយយើងយកតែមថាអត់យកប្រពន្ធហ្នឹងបរិសុទ្ធមែនហើយលោកគ្រូឥឡូវនេះប្រពន្ធមួយមិនចឹងលោកគ្រូបាទមិនទាន់មានបច្ច័យណាមួយគ្រប់ឲ្យលោកគ្រូយកប្រពន្ធ2តែមានប្រពន្ធមានបច្ច័យណាគ្រប់2ដូចគ្នាហើយតែបច្ច័យគ្រប់2មិនចឹងអាហ្នឹងវាត្រូវតែចឹង ព្រួយពេកចាំចឹងណាលេងមកគឺអូលេងសិនព្រួយមិនព្រួយមិនមែនក្នុងព្រួយសោះថាព្រួយតែមានអីមកដាស់ទេបាទព្រឹកបានហ្នឹងហ្នឹងហើយគាត់ថាធរទាំងឡាយមិនទៀងទេហ្នឹងហើយមិនទៀងទេអញ្ចឹងដោយលោកគ្រូតែមានប្រសាសន៍អញ្ចឹងថ្ងៃហ្នឹងឥឡូវហ្នឹងផ្ដល់ឲ្យគ្នាបានយ៉ាងណាយើងខាងហ្នឹងលោកគ្រូណោះបាទថ្ងៃក្រោយយ៉ាងម៉េចក៏តាមនឹងទៀតទៅដោយឥឡូវយើងដើរបធរជាមួយគ្នាអញ្ចឹងថ្ងៃហ្នឹងយើងល្អមួយគ្នាបាទយើងអាស្រ័យទៅវិញទៅមកជិះទូកមួយគ្នាយើងអុំទូកជាមួយគ្នាជិះទូកជាមួយគ្នាឆ្លោះគ្នាឆ្លោះទៅតែកុំភ្លេចអុំទូកមែនទេលោកគ្រូបាទឆ្លោះគ្នាឆ្លោះទៅតែកុំភ្លេចបើសិនមកទឹកលិចទូកយើងក៏កុំភ្លេចបាចទៅអាចទៅចូលទូកផងព្រោះខ្ញុំធ្លាប់ជិះទូកលោកគ្រូបាទចុះអាទឹកលិចបាតគឺលិចព្រាបហ៎ខ្ញុំណាឆ្លោះគ្នាឆ្លោះទៅកុំភ្លេចចៅហើយកុំភ្លេចបាចទឹកតែហត់ចៅអត់បាចទឹកលិចងាប់ទាំងអស់គ្នាហ្នឹងហើយតែតោះមានកូនយកកូនទៅតាមពុតយកពុតទៅតាមអត់បញ្ហាមិនខាត់កុំឲ្យតែឈឺដេកទេជាបាទកូនយប់ជួយមើលនេះមានឆ្អីមិនតែយើងធေါ်មានធေါ်ពុតបានចេះលោកគ្រូចនានៅលោកគ្រូចនាអង្គុយទៅគ្រូចនាដាក់ច្បាប់មួយខែពេញហើយហ្មងមកអត់ទេបងចនាគាត់មាននេះតាគាត់មានកម្រងតាតែថាគាត់មានបញ្ហាកូនអញ្ចឹងទៅក៏អញ្ចឹងទៅ3ពេលហ្នឹងអូណែបងអីច័ន្ទវិសាល KH បច្ច័យគ្រប់ទៅទេវតាបាន1000នោះមែនមួយបានប្រពន្ធមែនគ្រូបានប្រពន្ធច្រើនដែរប្រពន្ធពីកោតកន្លះពីកោតកន្លះនោះបើនិយាយចំទៅធម្មជាតិបែបមានស្រីច្រើនជាងបរិះលោកគ្រូឲ្យបានអញ្ចឹងហីច្រើនជាងមែន
សូម្បីស្ថិតិពិភពលោកក៏គេឃើញថាស្រីច្រើនជាង បាទដល់ទៅទេវតាស្រីច្រើនប្រុសមួយប្រពន្ធ 1000 ឥឡូវមានអ្នកសំណុំពរបាត់រំដួលដងស្ទឹងសង្កែអាមិញហ្នឹងដូចដងស្ទឹងសង្កែវាមានរំដួលដងស្ទឹងសង្កែមួយទៀតមើលសិនវាមានអត់ដឹងចេះអត់ផង trong mấy nhà nông ăn lấy bật cái bà khăn bong cùng chi stem luôn អាហ្នឹងធ្វើអាកន្លែងស្ទឹងកន្លែងជួបគ្នាហ្នឹង khăn bong nhưng mà khăn bong vài bò ណាកុំជេរស្ទឹង nhà mấy phím chụp lại ba ba chụp khăn ổ đi chiên miên đi đi អូ nếu mà đến sau ឥឡូវមិនចុះអី ចាំអីគឺអាសិនចាំចុះ បាទមានអក្សរបាក់គេថាដូចអត់មានជីកាត់លូកាត់អីទេឃើញទេអក្សរបាក់មិនចាំបាច់តែនេះ ហើយឲ្យក្លិនភាយភាយ យើងឧទាហរណ៍ថាឥឡូវយើងហ្នឹងយើងមកយើងដើរទៅកន្លែងដែលមានទឹកស្អុយឬក៏សត្វងាប់អីលោកគ្រូ បាទ ដោយសារហេតុយើងដើរទៅបានវាជួបអាហ្នឹងហើយដល់ឥឡូវអត់បានដើរទៅផងគួយមួយគ្នាហ្នឹងមកឃើញទេអញ្ចឹងមិនថាតែបច្ច័យគ្រប់អីក៏អាចកើតឡើងដែរ ហ្នឹងហើយយើងក៏បែងចែកដែរដូចជាហៅសម្លេងហាត់កំពង់កហ្នឹងយើងធ្វើតែតាមឡានទេ បាទ ពេលសន្ទនាធម៌គឺយើងសន្ទនាធម៌ហើយយើងទៅជាងលើហ្នឹងហើយ chuyện học lên chẳng hạn học tiền hay những thứ ហ្នឹង ក្លិនអើយក្លិនខ្លួនក្លិនស្ងួន ទៅជា អីមុខសោយទៀត អីអត់បានគ្រប់គ្រងម៉ែអូនសុបាយចិត្តណាស់ អូនេះឃើញរំដួលដងស្ទឹងសង្កែនោះផ្សេងមួយទៀតនេះមហាសង្ក្រាន្តច្រើនឆ្នាំមួយទៅ ទៅកងឡានបាទ ទ្រង់តា មួយដេក ទៅនឹកព្រួយក្រែងទៅឆាប់ភ្លេចរឿងដើម បាត់ជឿចាប់ក៏អត់ចឹងបាត់តែជឿចាប់ក៏បាត់ហ៎អ្នកច្រៀង រឿងបាត់ដំបងចងតងដងហើមកាលជួមស្រីឆ្នើមរដូវសំសាមការរីគួស្គីត្រូវទេដើរសំជឿហ្នឹងអូនដើរក្រុមក្នុងស្ទឹងសង្កែទាំងដូចមន់ចែអូមែន អ្នកមកមកទៅមកចាយវិញសម័យចូលមកចាយមកស្អាតហ៎ ទាំងដូចដួងខែស្គាល់គួចមានស្នេហ៍នេត្រាពុនរីហត្ថាខ្ចីលហងសងស្មៅរំសាយបងគុណមិនណាយក្លិនខ្លួនឆោមឆាយរីសំណាញ់ស្នេហ៍វិចិន្ត្រកអើយកំបាច់គូអីនៅក្នុងលោកីស្រីលោកមានទេមានតែរំដួលដងស្ទឹងសង្កែដែលខ្ញុំលួចស្នេហ៍ទោះរយខួបខែក៏នៅចាំចូលអីលើរដូវផ្ការីកវិលវិញទ្រង់សែនតូមនិញជួកម្មបដេញបាត់ផ្កាមួយតងត្រីក្រំអូនស្លាប់នៅក្នុងដបលីខិតនួនឡងបងទុកទ្របខ្នងដេកស្លាប់ក្នុងភ្នងអានេះមានត្រីក្រំហើយណា lưu đâu bên lưu vô tiếng hàm tới chuyện dương đâu bên chuyện dương mình vô đằng hàm đâu vô đằng hàm đọ đằng hàm tới đau lần sau lấy cái đam cho bò để sắp cho toàn chuyện là cho trên phao mà bây giờ tôi cho cái sắp để bò để sọt thằng ta nhớ cái đó là rồi Usman cao bên đấy có bò sọt này sọt bao nhiêu ta còn dương thì tôi vô bán này bàn cho này sọt ta cùng tiếng thời vô đằng hàm hay